សូមគោរពនិងជំរាបសួរសូមស្វាគមន៍មកកាន់វេទិកានៃការជជែកក៏ដូចជាចែករំលែកបទពិសោធន៍របស់អាហារូបករណ៍អូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាខ្ញុំបាទឈ្មោះរស្មីជាអ្នកសម្របសម្រួលសម្រាប់ថ្ងៃនេះហើយថ្ងៃនេះយើងនឹងជជែកគ្នាអំពីបទពិសោធន៍ខ្លះៗរបស់អតីតនិស្សិតរបស់យើងដែលជាប់អាហារូបករណ៍ទៅរៀននៅប្រទេសអូស្ត្រាលីហើយបានចប់ហើយក៏បានត្រឡប់មកប្រទេសកម្ពុជាវិញហើយពួកគាត់ទាំងពីរនាក់គឺជានិស្សិតដែលមានពិការភាពហើយទទួលបានការជោគជ័យរៀននៅប្រទេសអូស្ត្រាលីហើយត្រឡប់មកប្រទេសកម្ពុជាវិញយើងមានវេក្មិនកិត្តិយស2នាក់សម្រាប់ថ្ងៃនេះគឺទី1បងស្រីខៀនសក្លែងបងស្រីខៀនសក្លែងបងស្រីសពថ្ងៃកំពុងតែបំពេញការងារជាប្រធានគម្រោងនៅអង្គការ WWF ប្រចាំនៅប្រទេសកម្ពុជាហើយបងស្រីសុកលេងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកសិកម្មនៅសាកលវិទ្យាល័យ Melbourne នៃទីក្រុង Melbourne ប្រទេសអូស្ត្រាលីហើយយើងក៏មានវេក្មិនកិត្តិយសម្នាក់ទៀតដែរបងអូនស្រីចិន្តាមីនបងអូនស្រីចិន្តាសពថ្ងៃគឺជាបុគ្គលិកមន្ត្រីរាជការប្រចាំនៅក្រសួងសង្គមគិច្ចអតីតយុវអតីតយុទ្ធជននិងយុវនីតិសម្បទាប្រចាំនៅទីក្រុងភ្នំពេញហើយបងអូនស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅទីក្រុង Adelaide ពីសាកលវិទ្យាល័យ Flinders ទៅលើជំនាញគោលនយោបាយនិងការអនុវត្តពិការភាពសូមស្វាគមន៍បងសក្លែងហើយនិងចិន្តាបាទចាជំរាបសួរចាអ្នកទាំងពីរសុខសប្បាយចាសុខសប្បាយបាទសុខសប្បាយដោយសារខ្ញុំដឹងថាចិន្តាទើបតែវិលត្រឡប់មកប្រទេសកម្ពុជាវិញក្រោយពេលរស់នៅប្រទេសអូស្ត្រាលី3ឆ្នាំជិត4ឆ្នាំមែនទេចិន្តាចាបាទអរគុណច្រើនខ្ញុំគិតថាសម្រាប់ខ្ញុំក៏ចង់ដឹងអំពីដំណើរជីវិតបាទរឿងរ៉ាវរបស់បងសក្លែងហើយនិងចិន្តាលើវិថីអាហារូបករណ៍មួយនេះផងដែរហើយខ្ញុំជឿថាទស្សនិកជនក៏ដូចគ្នាកំពុងតែចង់ដឹងអំពីដំណើរជីវិតអ្នកទាំងពីរផងដែរហើយខ្ញុំសូមអធិស្ឋានផងដែរបើសិនជាការពិភាក្សាសម្រាប់ថ្ងៃនេះយើងប្រើភាសាអង់គ្លេសខ្លះនៅពេលដែលយើងជជែកគ្នាចឹងសូមខន្តីអភ័យទោសពីព្រោះពាក្យបច្ចេកទេសមួយចំនួនខ្ញុំគិតថាយើងអាចមានផលវិបាកក្នុងការប្រើជាភាសាជាតិរបស់យើងក្នុងពេលតែមួយផងដែរពីជំនាញនេះចឹងកុំឲ្យចាំយូរចឹងខ្ញុំគិតថាយើងចង់ឮពីចិន្តាមុនចិន្តាអាចចែករំលែកបទពិសោធន៍ខ្លះអំពីដំណើរជីវិតរបស់ចិន្តាលើវិថីអាហារូបករណ៍មួយនេះហើយជានិស្សិតអាហារូបករណ៍ដែលមានពិការភាពតាមដឹងគឺចិន្តាមានពិការភាពផ្នែកកំហើញចិន្តាពុំអាចមើលឃើញផ្នែកខាងក្រៅអីផ្សេងជុំវិញនោះទេអញ្ចឹងចិន្តាអាចចាត់រំលែកបទពិសោធន៍ទៅលើដំណើរជីវិតទៅលើអាហារូបករណ៍នេះបានដែរទេបាទចាអរគុណរីករាយមែនទែនដែលមានឱកាសមកចែករំលែកពីបទពិសោធន៍នៅថ្ងៃនេះចាកម្មវិធីអាហារូបករណ៍របស់អូស្ត្រាលីនឹងពិតជាមានអត្ថន័យមែនទែនសម្រាប់រូបខ្ញុំក្នុងនាមជាស្ត្រីពិការផ្នែកម្នាក់ព្រោះអីក្នុងនាមខ្ញុំគឺខ្ញុំទទួលគ្មានផលលំបាកជាច្រើនងាយរងគ្រោះដូច្នេះហើយខ្ញុំរីករាយមែនទែនក្នុងការចែករំលែកនៅទីនេះខ្ញុំបានចាប់ផ្ដើមដាក់អាហារូបករណ៍អូស្ត្រាលីហ្នឹងតាំងពីឆ្នាំ2017ហើយមុននឹងដែរចង់បកក្រោយបន្តិចដោយសារខ្ញុំធ្លាប់ឮពីលោកគ្រូបង្រៀនភាសាអង់គ្លេសខ្ញុំនៅមហាវិទ្យាល័យពីអាហារូបករណ៍ហ្នឹងប៉ុន្តែសម្រាប់ខ្ញុំពេលខ្ញុំឮហើយខ្ញុំដោយសារតែខ្ញុំពិការផ្នែកអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាដាក់អាហារូបករណ៍ទៅអូស្ត្រាលីដូចជាចាប់ផ្កាយក្នុងពេកអញ្ចឹងវាឬក៏គេហៅថារៀនមកចូលបាក់សមុទ្រខ្ញុំមិននឹកស្មានថាខ្ញុំទទួលបានឱកាសហ្នឹងទេប៉ុន្តែដោយសារតែកម្មវិធីអាហារូបករណ៍នេះគឺផ្ដល់ភាពងាយស្រួលទៅដល់មកដល់ខ្ញុំផ្ដល់ភាពងាយស្រួលទៅការដាក់ពាក្យផ្ដល់ភាពនិងផ្ដល់ឱកាសឲ្យខ្ញុំរៀនភាសាអង់គ្លេសបន្ថែមដែលមានកម្មវិធីមួយដែលគេហៅថាកម្មវិធី Equity Pathway Fund ហ្នឹង EPP Equity Pathway Program
គឺជាកម្មវិធីសម្រាប់ជួយឲ្យខ្ញុំបានពង្រឹងភាសាអង់គ្លេសដើម្បីបង្គ្រប់ 5 កន្លះគេហៅភាសាអង់គ្លេសតែគេហៅ IELTS test ដើម្បីឲ្យបាន 5 កន្លះដើម្បីឲ្យខ្ញុំអាចដាក់អាហារូបករណ៍បានអញ្ចឹងកម្មវិធី EVP ហ្នឹងអាចជួយខ្ញុំឲ្យបានដាក់អាហារូបករណ៍បានអញ្ចឹងឆ្នាំ 2018 ខ្ញុំដាក់អាហារូបករណ៍បានហើយខ្ញុំបានជួបអាហារូបករណ៍ប៉ុន្តែខ្ញុំអត់ទាន់មាន IELTS ហ្នឹងគ្រប់ 6 កន្លះដើម្បីតម្រូវទៅតាមកម្មវិធីដែលយើងអាចបានទៅរៀននៅក្រៅប្រទេសទេទៅរៀននៅអូស្ត្រាលីទេអញ្ចឹងខ្ញុំបានចូលរួមជាមួយត្រូវបានឲ្យទៅរៀនកម្មវិធីមួយទៀតគេហៅថា Pre-departure Training កម្មវិធីដែលខ្ញុំត្រូវរៀនភាសាអង់គ្លេសពេញម៉ោងដើម្បីពង្រឹងភាសាអង់គ្លេសបន្ថែមកម្មវិធីនេះផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នកចូលអ្នកអាហារូបករណ៍ទទួលបានអាហារូបករណ៍ទាំងអស់ប៉ុន្តែខ្ញុំមានឧបសគ្គក្នុងកន្លងពេលហ្នឹងដែរដោយសារតែខ្ញុំគឺជាអ្នកបេក្ខជនដំបូងក្នុងការដែលបានទទួលអាហារូបករណ៍ហ្នឹងដូច្នេះហើយលោកគ្រូអ្នកគ្រូទាំងអស់គឺសិតតែថ្មីក្នុងការផ្ដល់នៅឧបករណ៍សម្រាប់រៀនដល់ខ្ញុំឧទាហរណ៍សភៅឬក៏ឯកសារគឺភាគច្រើនគឺជាឯកសារ print ហើយខ្ញុំ computer ខ្ញុំមិនអាចអានភាសា print បានហើយ Microsoft Word តើតែ Microsoft Word ឬក៏ PDF ដែលវាមិនមានភាពស្មុគស្មាញជំរូបភាពឬក៏ graphic ស្មុគស្មាញប៉ុន្តែពួកគាត់មានឆន្ទៈក្នុងការបរិញ្ញាខ្ញុំក្នុងការបញ្ចំណាយពេលក្រោយដើម្បីជួយគ្រប់ដើម្បីឲ្យខ្ញុំបានទទួលមានឱកាសប្រាក់ភាសាអង់គ្លេសហើយខ្ញុំបានប្រឡង IELTS គេហៅថា IELTS test ហ្នឹងប្រឡង2 ដងនៅស្រុកខ្មែរក្នុងការប្រឡងទៀតសោតខ្ញុំទទួលបានខ្ញុំមានបទពិសោធន៍ដល់តាំងដល់លំបាកក្នុងការសូម្បីតែចុះឈ្មោះប្រឡងក៏ខ្ញុំមានការលំបាកដែរដោយសារតែចុះឈ្មោះប្រឡងគឺត្រូវឲ្យចុះសរសេរខ្លួនឯងហើយមិត្តភ័ក្តិជួយអត់បានទៀតត្រូវស្មុគស្មាញមែនតើខ្ញុំមានមិត្តភ័ក្តិឲ្យជួយគេអត់ឲ្យជួយហើយត្រូវចុះខ្លួនឯងហើយខ្ញុំចុះខ្លួនឯងអត់បានមានឧបសគ្គទំមតែមានការសម្របសម្រួលបានចុះឈ្មោះប្រឡងដល់ពេលបានហើយប្រឡងទៀតក៏ដល់ហើយប្រឡងក្នុងកន្លងពេលប្រឡងហ្នឹងក៏ខ្ញុំមានឧបសគ្គដែរដែលចា៎គាត់អត់ទាន់មានបទពិសោធន៍ក្នុងការទៅដល់តេស្តនឹងដល់បេក្ខជនមានពិការផ្នែកដូចខ្ញុំទេអញ្ចឹងទៅគាត់ជាពិសេស listening ម៉ោងស្ដាប់ហ្នឹងគឺខ្ញុំចាំថ្ងៃមួយអត់ភ្លេចគឺខ្ញុំហៅទឹកភ្នែកដោយសារអីដោយសារតែគាត់ជាទូទៅគឺបេក្ខជនដែលគាត់អត់ពិការផ្នែកគឺគាត់ស្ដាប់ផងដៃគាត់ឆ្លើយអញ្ចឹងតិចគាត់ស្ដាប់សំឡេងដៃគាត់ឆ្លើយទៅតាមសំណួរប៉ុន្តែគាត់អត់ច្បាស់គាត់យកអាតាមវិធីបែបហ្នឹងគាត់ឲ្យខ្ញុំធ្វើអញ្ចឹងដែរហើយទៅខ្ញុំអត់អាចធ្វើបានទេដោយសារខ្ញុំត្រូវស្ដាប់កុំព្យូទ័ររបស់ខ្ញុំដែរដោយសារខ្ញុំមិនអាចមើលអញ្ចឹងខ្ញុំស្ដាប់កុំព្យូទ័ររបស់ខ្ញុំហើយខ្ញុំស្ដាប់កម្មវិធីតែនឹងផងអញ្ចឹងខ្ញុំធ្វើខ្លួនឯងខ្ញុំធ្វើបែបហ្នឹងអត់បានទេហើយគាត់អត់ទាន់យល់ពីខ្ញុំកន្លែងហ្នឹងទេហើយគាត់គិតតែឲ្យវីដេអូ audio ហ្នឹងសលេងហ្នឹងទៅមុខរហូតហើយខ្ញុំអត់ទាន់បានឆ្លើយសំណួរសម្បីតែមួយអញ្ចឹងហើយខ្ញុំអត់ដឹងថាបញ្យល់គាត់ធ្វើម៉េចខ្ញុំយំនៅក្នុងបន្ទប់តេស្តហ្នឹងហ្មងហើយដល់ពេលខ្ញុំស្រែកយំហើយខ្ញុំពេលហ្នឹងខ្ញុំឡើងខ្វល់ថាអ្នកណាមើលមិនមកលឺខ្ញុំហើយដល់ពេលហើយពួកគាត់ខុសថាវីដេអូហ្នឹងហើយបានគាត់ទៅហៅធីមគាត់ក្រុមគាត់មកសម្របសម្រួលបានធ្វើឲ្យការប្រឡងហ្នឹងឲ្យរៀងបានប្រសើរជាងមុនបន្តិចអញ្ចឹងការទស្សនវិជ្ជាបែបហ្នឹងហើយបានគាត់ឧបសគ្គរបស់ខ្ញុំសូម្បីតែឱកាសក្នុងការប្រឡងធ្វើបង្ហាញពីសមត្ថភាពភាសាអង់គ្លេសរបស់ខ្ញុំហ្នឹងក៏ខ្ញុំពិបាកដែរដូច្នេះហើយប្រឡង2 ដងនៅស្រុកខ្មែរហ្នឹងគឺខ្ញុំអត់បានទទួលបានផលល្អទេអញ្ចឹងទៅខ្ញុំក៏អត់បោះបង់
ក្នុងពេលនឹងខ្ញុំបានសុំជំនួយបន្ថែមទៀតពីកម្មវិធីអាហារូបករណ៍ដើម្បីអាចខ្ញុំមានឱកាសប្រឡងបានខាងពីរដងទៀតអញ្ចឹងទៅកម្មវិធីគាត់ក៏យល់ពីបញ្ហាហ្នឹងក៏គាត់ឲ្យខ្ញុំទៅប្រឡងនៅក្រៅប្រទេសបានពីរដងទៀតពួកឯងនៅក្រៅប្រទេសគេមានបទពិសោធន៍ផ្ដល់ទៅសម្ភារៈប្រឡងនឹងពេលវេលាគ្រប់គ្រាន់ពីយល់ពីស្ថានភាពខ្ញុំអញ្ចឹងខ្ញុំទៅប្រឡងពីរដងខ្ញុំបានទទួលល្អទាំងពីរដងអញ្ចឹងហើយក៏ខ្ញុំបានឲ្យពេលបានទទួលល្អហ្នឹងនិយាយថាអារម្មណ៍ហ្នឹងនិយាយថានេះឲ្យខលទៅប្រាប់មិត្តភក្តិនិយាយអខ្លាំងមែនតើពួកឯងមានស្មានខ្លួនឯងបានហើយដល់ពេលបានឲ្យកម្រងហ្នឹងទៅហើយសាប់កូវីដមកដល់ពេលកូវីដមកអញ្ចឹងទៅពញាពីមួយឆមាសទៅមួយឆមាសរហូតដល់IL ខ្ញុំហ្នឹងវាផុតសុពលភាពពួកឯងហ្នឹងគឺមានតែសុពលភាព2ឆ្នាំទេដល់ពេលពី2ឆ្នាំវាផុតសុពលភាពហើយអញ្ចឹងកម្មវិធីអាហារូបករណ៍តម្រូវឲ្យខ្ញុំធ្វើតេស្តម្ដងទៀតដល់ពេលធ្វើតេស្តម្ដងទៀតហ្នឹងគឺជាពេលវេលាដែលតាមតឹងទៀតហើយដែលស្អាតតែខ្ញុំដឹងថាតេស្តហ្នឹងវាពិបាកខ្លាំងហើយពេលហ្នឹងខ្ញុំមានកូនទូចពួកឯងកូនខ្ញុំពេលហ្នឹងត្រឹមតែបាន2 3ខែទេអញ្ចឹងទៅពេលកូនគេពេលយប់ខ្ញុំព្យាយាម practice ព្យាយាមយកកុំព្យូទ័រមកបើកអនុវត្តអង់គ្លេសអនុវត្តតែវាជាចំណាំល្អមែនទែនដោយសារតែសាលាគេយល់ពីស្ថានភាពរបស់ COVID អញ្ចឹងទៅគេពជាសុពលភាពរបស់ IL ហ្នឹងបានមួយឆ្នាំទៀតពេលខ្ញុំលើអញ្ចឹងហើយគឺអារម្មណ៍អូយធូរវិញទៀតពេលហើយបានខ្ញុំដឹងថាពេលនេះខ្ញុំបានទៅអូស្ត្រាលីមែនតើហើយតែក្នុងពេលហ្នឹងគឺឆ្នាំ2022ខែ6ខ្ញុំបានទៅចឹងចាប់កន្លែងវិញខ្ញុំចាប់ផ្ដើមជាមួយនឹងអាហារូបករណ៍ហ្នឹងតាំងពីឆ្នាំ2017រហូតដល់ឆ្នាំ2000កក្កដាឆ្នាំ2022បានខ្ញុំបានទៅប្រទេសអូស្ត្រាលីចាប់ផ្ដើមរៀនមុខវិជ្ជារបស់ខ្ញុំហ្នឹងចានេះគឺជាដំណាក់កាលនៃអាហារូបករណ៍របស់ខ្ញុំអរគុណអរគុណចិន្តាខ្ញុំរំភើបហើយនឹងមានអារម្មណ៍ថាឧបសគ្គទៅលើដំណើរនៃការទទួលបានអាហារូបករណ៍របស់ចិន្តានេះពិតជាធ្វើឲ្យយើងមានអារម្មណ៍ក្តុកក្តួលបាទហើយខ្ញុំជឿថាទស្សនិកជនដែលកំពុងតែស្ដាប់នេះខ្ញុំជឿថាមានអារម្មណ៍ក្តុកក្តួលដូចខ្ញុំអញ្ចឹងហើយខ្ញុំចង់យកឱកាសនេះលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធដែរយើងឃើញថាបទពិសោធន៍ចិន្តាមិនមែននេះទេយើងគ្រប់គ្នាទាំងអស់គឺអាចបង្កបរិយាកាសឲ្យប្រព័ន្ធក៏ដូចជាសង្គមយើងមានប្រកបដោយបរិយាបន្នបាទនេះដែលជារឿងសំខាន់ខ្លាំងមែនទែនហើយខ្ញុំជឿថាស្ថាប័នដែលទទួលការធ្វើតេស្តបាទជាភាសាអង់គ្លេសកន្លងមកនេះខ្ញុំសូមលើកទឹកចិត្តថាបើសិនជាអាចយើងស្ដាប់នៅ podcast របស់យើងហើយខ្ញុំសូមលើកទឹកចិត្តថាបើសិនជាអាចមានចំណុចណាមួយដែលអាចធ្វើវាឲ្យប្រសើរក្នុងករណីទាំងអស់នេះផងដែរបាទហើយខ្ញុំជឿថាមិនមែនតែខ្ញុំទេមានទទួលការសរសើរអំពីការផ្លាស់ប្ដូរក៏ដូចជាធ្វើឲ្យប្រសើរទៅលើប្រព័ន្ធរបស់អ្នកហើយខ្ញុំជឿថាអ្នកផ្សេងៗក៏ដូចគ្នាដែរហើយខ្ញុំជឿថាចិន្តាមាន commitment ខ្ពស់ខ្លាំងមែនទែនពីឆ្នាំ2017រហូតឆ្នាំ2022ហើយយើងមើលថាក្នុងកំឡុងហ្នឹងតើឧបសគ្គអីខ្លះដែលកើតឡើងអរគុណខ្លាំងមែនទែនចិន្តាហើយខ្ញុំជឿថាបទពិសោធន៍នេះល្អមែនទែនហើយនឹងជួយលើកទឹកចិត្តអ្នកផ្សេងៗផងដែរនៅជុំវិញនេះខ្ញុំឥឡូវនេះយើងចង់ឮពីបងសុកលេងបាទខ្ញុំជឿថាបទពិសោធន៍របស់បងសុកលេងក៏ជាបទពិសោធន៍មួយដែលជំរុញនិងលើកទឹកចិត្តបាទដល់អ្នកដទៃហើយខ្ញុំជឿថាបងពុះពៀក៏មិនណយប្រហែលដែរតាមរយៈដែលដឹងមកឥឡូវនេះកុំយូរអញ្ចឹងចង់ដឹងពីបងវិញម្ដងបាទអរគុណច្រើនអ្នកស្មីហើយក៏អរគុណចិន្តាដែលចង់និយាយថារំភើបនៅពេលដែលបានស្ដាប់រឿងរបស់គាត់ហើយខ្ញុំចង់និយាយថាខ្ញុំពិការដែរក៏ប៉ុន្តែលក្ខណៈពិការរបស់ខ្ញុំគឺខ្ញុំពិការជើងជាលក្ខណៈថាស្វិតជើងដោយសារជំងឺប៉ូលីយ៉ូអញ្ចឹងផលលំបាកនៅក្នុងការពិការរបស់ខ្ញុំខុសពីចិន្តាតែខ្ញុំដឹងថាចិន្តាគឺតស៊ូខ្លាំងជាងចាសម្រាប់ខ្ញុំនៅពេលដែលខ្ញុំបានដឹងឮពីអាហារូបករណ៍អូស្ត្រាលីគឺខ្ញុំបានធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយហើយអញ្ចឹង
វាបានថាអ្នកនៅជុំវិញខ្លួនម្នាក់គឺគេនិយាយពីអាហារូបករណ៍អូស្ត្រាលីគេបានទៅអូស្ត្រាលីត្រឡប់មកវិញគេផ្ដល់គេហៅថាគេចូលរួមនៅការងារសង្គមបានច្រើនគេជួយស្រុកយើងបានច្រើនគេធ្វើការងារនេះនោះជាលក្ខណៈស្ម័គ្រចិត្តអញ្ចឹងវាធ្វើឲ្យជំរុញឲ្យខ្ញុំថាហេតុអីក៏ខ្ញុំមិនផ្ដល់ឱកាសឲ្យខ្លួនឯងគេលោកខ្ញុំអាចជួយការងារសង្គមបានច្រើនជាងមុនអញ្ចឹងណាអញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តថាដាក់អាហារូបករណ៍នៅឆ្នាំ2016សម្រាប់ជំនាន់2017ហើយបើនិយាយពីពេលនោះខ្ញុំអាចនឹកឃើញរឿងថាខ្ញុំអត់បានត្រៀមខ្លួនគ្រប់គ្រាន់ទេនៅពេលដែលខ្ញុំដល់វគ្គសម្ភាសគឺថាសំណាងមែនតើគឺដាក់តែម្ដងដល់វគ្គសម្ភាសតែចៃដន្យអីគេហៅថាខ្ញុំអត់បានត្រៀមខ្លួនគ្រប់គ្រាន់គឺខ្ញុំទៅធ្វើការនៅខេត្តហើយត្រឡប់មកវិញយប់ស្អែកព្រលឹមឡើងត្រូវទៅសម្ភាសសូម្បីតាអត្តសញ្ញាណប័ណ្ណនៅកន្លែងណាក៏ខ្ញុំត្រូវរកទាំងយប់ដែរចាគឺចង់និយាយថាប្រហែសខ្លាំងមែនតើណាអញ្ចឹងហើយខ្ញុំអត់អាចនៅពេលដែលសម្ភាសជាមួយគណៈកម្មការវាតម្លៃគឺខ្ញុំអាចដឹងខ្លួនឯងថាខ្ញុំអត់អាចជាប់បានទេពីព្រោះខ្ញុំអត់ឆ្លើយសំណួរវាដូចរបៀបថាសើណាព្រោះកាលនោះខ្ញុំដាក់មុខវិជ្ជាសម្រាប់តាក់ទងខាងផ្នែក gender ចាការសិក្សា gender ហើយបន្តមកទៀតទៅគឺបានខាងក្រមការងារពីអាហារូបករណ៍អូស្ត្រាលីដែលបានតំណែងទៅដើម្បីគាត់ផ្ដល់យោបល់ត្រឡប់ថាតើយើងមានកន្លែងណាដែលគួរកែលម្អបើសិនយើងត្រូវការដាក់បន្តទៀតហើយពេលនោះខ្ញុំអង់គ្លេសភាសាអង់គ្លេសរបស់ខ្ញុំគឺបានតែ5កន្លះអញ្ចឹងក៏ខ្ញុំមានឱកាសនៅក្នុងការស្គាល់កម្មវិធី EPP ចា Equity Pathway Program ណាចាខ្ញុំមានឱកាសនៅក្នុងការពង្រឹងដើម្បីត្រៀមខ្លួនដាក់អាហារូបករណ៍បន្តទៀតអញ្ចឹងហើយនៅពេលដែលរៀននឹងឯងខ្ញុំក៏បានអង់គ្លេសគ្រប់6អញ្ចឹងខ្ញុំក៏ apply ចាក៏ដាក់អាហារូបករណ៍ម្ដងទៀតនៅឆ្នាំ2018អញ្ចឹងខ្ញុំមានឱកាសរៀនជាមួយនឹងចិន្តានៅពេលត្រៀមណាចាខ្ញុំត្រៀមបានរៀនមួយចិន្តានៅក្នុងពេលនោះហើយដឹងថាយើងពិបាកយ៉ាងម៉េចអីយ៉ាងម៉េចដែរនៅពេលហ្នឹងហើយសូម្បីតែខ្ញុំខ្លួនឯងហ្នឹងពេលទៅរៀនគេឲ្យឡើងចដៅជើងចាហើយដូចជាជាន់ទី3ចាបន្ទប់រៀនណាហើយស្រាប់ហើយគេអ្នកគ្រូនោះគាត់ថាអត់ទេគាត់នឹងទៅតវ៉ាដើម្បីយកកាតឲ្យខ្ញុំអាចឡើងចដៅយន្តបានចាអញ្ចឹងបន្តមកគាត់សួរខ្ញុំថាមករៀនអញ្ចឹងយូរហើយអ្នកឯងឡើងចដៅជើងខ្ញុំថាខ្ញុំឡើងចដៅជើងគេប្រាប់ថាចដៅហ្នឹងតើមានកាតពិសេសហើយគេអត់ឲ្យទេអញ្ចឹងណាអញ្ចឹងខ្ញុំក៏បានអ្នកគ្រូខ្ញុំចាំគាត់អត់ភ្លេចទេគាត់អ្នកទៅតវ៉ានៅការិយាល័យនៅអីបានកាតមកឲ្យខ្ញុំប្រើចាអញ្ចឹងខ្ញុំប្រឈមបើខ្ញុំគឺខ្ញុំពិបាកនៅក្នុងការធ្វើដំណើរឬក៏ឡើងចដៅជើងខ្ពស់អីចឹងណាចាហើយខ្ញុំបានដាក់ពាក្យជាប់កាលហ្នឹងគឺយើងដាក់ពាក្យ2018ហើយបានប្រឡងជាប់គ្រប់អង់គ្លេសយើង6កន្លះហ្នឹងហើយក៏ខ្ញុំចេញទៅអូស្ត្រាលីនៅដើមឆ្នាំ2020ចាគឺជាពេលកូវីដល្មមចាអញ្ចឹង2ឆ្នាំនៅអូស្ត្រាលីហ្នឹងគឺជាឱកាសដែលខ្ញុំសិក្សាភាគច្រើនគឺតាមរយៈអនឡាញទេដោយសារគឺជាពេលវេលាកូវីដអញ្ចឹងយើងមានការងារប្រឈមមួយចំនួនដែរនៅក្នុងពេលសិក្សាក្នុងកំឡុងពេលកូវីដណាចាអរគុណមួយទៀតបងចង់ឲ្យបងបញ្ជាក់បន្តិចប៉ុន្តែបងមានឱកាសក្នុងការចុះ field ចុះអីទៅសិក្សានៅក្នុងថ្នាក់ក្នុងអីដែរមានទេបងបើនិយាយទៅប្រហែលជាបាន 30% ដែលយើងបានទៅសិក្សានៅក្នុងថ្នាក់ចាប្រហែលជាខ្ទង់70%យើងសិក្សាអនឡាញទេតែប្រព័ន្ធនៅខាងនោះគេដូរលឿនគេគ្រប់គ្រងយើងបានច្រើនតែម្ដងនៅស្រុកនោះចាបាទអរគុណបងបងហើយនឹងចិន្តាខ្ញុំជឿថាទាំងខ្ញុំទាំងទស្សនិកជនក៏មានសំណួរនេះនៅក្នុង chat ដែរបាទពីជុំវិញហ្នឹងដោយសារមូលហេតុអីដោយសារទី1យើងជាអតីតនិស្សិតមានវិការភាពបាទហើយយើងត្រូវទៅរៀននៅប្រទេសអូស្ត្រាលីទៀតទៅរៀននៅប្រទេសអូស្ត្រាលីគឺរៀនប្រព័ន្ធមួយដែលយើងអត់ធ្លាប់មានបទពិសោធន៍ពីមុនមកទេបាទទី2យើងទៅរៀននៅប្រទេសគេទៀតបាទហើយទី3យើងរៀនជាភាសាអង់គ្លេសទៀតមិនមែនរៀនជាភាសាជាតិរបស់យើងទេពីជុំវិញហ្នឹងខ្ញុំសម្រាប់ខ្ញុំចង់ដឹងថា
តើមានការគ្រប់គ្រងបែបណាដែរហើយការជួយទំនុកបំរុងបែបណាដែរពីកម្មវិធីអាហារូបករណ៍នេះបាទជាកម្មវិធីអាហារូបករណ៍ក៏ដូចជាធីមជាក្រុមការងារអាហារូបករណ៍ហើយក៏ដូចជាក្រុមការងារនៅសាកលវិទ្យាល័យឥឡូវយើងចង់ដឹងពីបងសុកលេងមុនបាទ អរគុណច្រើនអ្នកស្មីចាអរគុណច្រើនដែលខ្ញុំមានឱកាសបានចែករំលែកនៅបទពិសោធន៍របស់ខ្លួនឯងពីព្រោះក្តីបារម្ភសម្រាប់អ្នកដែលពិការជើងហ្នឹងគឺថាមិនដឹងទៅណាដើរតាមណាកន្លែងហ្នឹងឆ្ងាយចិត្តផ្លូវយ៉ាងម៉េចអីយ៉ាងម៉េចគឺបារម្ភខ្លាចទៅអត់ដល់ទៅរៀនអត់ទាន់ម៉ោងហើយអញ្ចឹងចេញពីរៀនពីអាគារមួយទៅអាគារមួយធ្វើដំណើរយ៉ាងម៉េច ចាពីព្រោះម៉ោងរៀនជួនកាលម៉ោងជាប់គ្នាអញ្ចឹងយើងអត់មានពេលវេលាហើយគិតចង់និយាយថាសម្រាប់អ្នកពិការដូចខ្ញុំវិញគឺមើល Google Map ជាប្រចាំហ្មងតាមដឹងថាពីទីតាំងហ្នឹងទៅប្រើមិនអីមិនខ្ញុំទៅរើនៅកន្លែងណាអញ្ចឹងក្តីបារម្ភហ្នឹងគឺច្រើនណាស់មុនពេលដែលធ្វើដំណើរទៅដល់អូស្ត្រាលីក៏ប៉ុន្តែគ្រាន់តែថ្ងៃទី1ទៅដល់អូស្ត្រាលីភ្លាមគឺមានអារម្មណ៍ថាយើងត្រូវបានគេយកចិត្តទុកដាក់ការគ្រប់គ្រងផ្នែកស្មារតីពីក្រមការងារអាហារូបករណ៍ដែលនៅទីនោះចាបូករួមទាំងអ្នកនៅក្នុងស្រុកខ្មែរទៀតពីអាហារូបករណ៍អូស្ត្រាលីដែលប្រចាំនៅស្រុកខ្មែរទៀតគឺពួកគាត់អត់ចោលយើងទេទោះបីនិស្សិតមួយណាក៏ដោយមិនត្រឹមថាអ្នកដែលមានពិការភាពដូចពួកខ្ញុំទេណាក៏ប៉ុន្តែគ្រាន់តែថាពួកខ្ញុំត្រូវបានយកចិត្តទុកដាក់លើសពីនោះទៀតឧទាហរណ៍ថាខ្ញុំត្រូវបានធ្វើតេស្តទៅលើរាងកាយរបស់យើងហ្នឹងថាតើយើងដើរបានប៉ុណ្ណាយើងមានបញ្ហាអីភ្នែករបស់យើងអាចមើលឃើញប៉ុណ្ណាយើងដើរលឿនយ៉ាងម៉េចអីចឹងបន្ទាប់ពីបានធ្វើតេស្តដោយអ្នកជំនាញហើយគឺយើងបានគេហៅថាសម្រាប់ការសិក្សាខ្ញុំបានបើសិនជាប្រឡងគឺខ្ញុំមានម៉ោងថែម10នាទីចាអញ្ចឹងគឺខ្ញុំអាចបើគេ1ម៉ោងខ្ញុំ60នាទីខ្ញុំបាន70នាទីចាសម្រាប់ដោយសារយើងទីមួយខ្ញុំមានបញ្ហាដូចថាភ្នែកយើងមញោពីច្រើនដែរចាហើយបើសិនជាទៅប្រឡងនៅក្នុងបន្ទប់តែម្ដងយើងត្រូវធ្វើដំណើរទៅបន្ទប់ទឹកអីយើងដើរយឺតដើរអីអញ្ចឹងណាអញ្ចឹងគេអត់ឲ្យយើងរះខ្លាំងខ្លាចដួលខ្លាចអីអញ្ចឹងណាអញ្ចឹងខ្ញុំបានមានពេល10នាទីបន្ថែមនៅពេលប្រឡងហើយក្រៅពីនឹងដែលខ្ញុំភ្លេចមិនបាននោះគឺអ្វីដែលជាក្តីបារម្ភរបស់ខ្ញុំត្រូវបានសាបសូន្យនៅពេលដែលខាងក្រុមអាហារូបករណ៍ផ្ដល់ឲ្យខ្ញុំនៅកង់អាគុយចាដែលលើកទី1របស់ខ្ញុំដែលខ្ញុំអាចធ្វើដំណើរតាមរយៈកង់អាគុយនឹងជិះលើរថភ្លើងទៅឡើងលើឡានក្រុងចូលទៅក្នុងផ្សារទំនើបអីគឺកង់អាគុយរបស់ខ្ញុំឆ្វែលបានទៅគឺចង់និយាយថាគឺខ្ញុំមានសិទ្ធទៅណាមកណាជាមួយមិត្តភ័ក្តិផ្សេងទៀតដោយអត់បារម្ភថាកន្លែងហ្នឹងទៅអត់កើតអីចឹងណាហើយក្រៅពីហ្នឹងខ្ញុំនៅបានកង់ជិះធម្មតាមួយទៀតដែលខ្ញុំអាចធាក់បានខ្លះសម្រាប់ការធ្វើលំហាត់ប្រាណចាហើយនៅពេលមួយដែលខ្ញុំចាំមិនភ្លេចនោះគឺការផ្ដល់គេហៅបន្ថែមក្រៅពីអ្វីដែលបានទៅចែកគ្នាពីដើមឆ្នាំណាគឺគេបានផ្ដល់បន្ថែមនៅរណបជើងចាដោយសារពេលហ្នឹងគឺខ្ញុំដើរជើងរបស់ខ្ញុំកាន់តារៀងខ្សោយអញ្ចឹងណាអញ្ចឹងគឺគេបានផ្ដល់រណបជើងបន្ថែមពីខាងជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីដែលធ្វើឲ្យខ្ញុំថាអូគឺខ្ញុំមានអារម្មណ៍ថាខ្ញុំទៅណាបានមួយមិត្តភ័ក្តិផ្សេងទៀតដែលអត់សូវបារម្ភដូចអង្ការពីមុនពេលចេញដំណើរទៅទេចាអរគុណបាទអរគុណច្រើនបងចិន្តាឥឡូវយើងចង់ឮពីចិន្តាវិញដែរថាតើអាហារូបករណ៍នេះក្រុមការងារអាហារូបករណ៍ក៏ដូចជាសាកលវិទ្យាល័យនឹងជួយអីខ្លះដែរដល់ចិន្តាចាអរគុណច្រើនសម្រាប់សំណួរខ្ញុំទទួលបានច្រើនមែនទែនតកតងនឹងធ្វើយ៉ាងណាដើម្បីឲ្យខ្ញុំមានឱកាសបានទទួលការសិក្សាបានស្មារតីគ្នាជាមួយនឹងបេក្ខជនដែលគាត់មិនមានពិការភាពដំបូងគេនោះគឺតកតងនឹងការផ្ដល់ជាជំនួយឲ្យតកតងនឹងការបង់សាលាឬក៏អីហ្នឹងពួកអីខ្ញុំមិនមានលទ្ធភាពអីដល់ថ្នាក់ហ្នឹងទេអញ្ចឹងទៅគឺលុយដល់ច្រើនរបស់អាហារូបករណ៍បានជួយខ្ញុំដើម្បីឲ្យមានឱកាសបានទទួលហ្នឹងហើយបន្តមកទៀតហ្នឹងគឺសម្ភារៈសិក្សា
ដែលសាលាធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ខ្ញុំក្នុងការអានក្នុងការស្ដាប់អញ្ចឹងទៅគឺឯកសារទាំងអស់គឺមានអ្នកជួយក្នុងការ convert វាទៅជា Microsoft Word document ដើម្បីឲ្យខ្ញុំមានភាពងាយស្រួលក្នុងការអានហើយមួយទៀតហ្នឹងគឺតកតងនឹងកម្មវិធី software ដែលខ្ញុំត្រូវបញ្ចូលទៅក្នុង computer ដែលវាអាចអានឯកសារឲ្យខ្ញុំនឹងពួកខ្ញុំមើលអត់ឃើញអញ្ចឹងកម្មវិធីគេទិញ software ឲ្យខ្ញុំដើម្បីឲ្យខ្ញុំប្រើហើយចុងក្រោយហ្នឹងមិនត្រឹមតែយើងអាចបានរៀនស្មារតីគ្នាជាមួយនឹងសិស្សដែលគាត់មិនមានពិការភាពទេគឺខ្ញុំអាចបានទៅចូលរួមកម្មវិធីផ្សេងនៅប្រទេសអូស្ត្រាលីនិងទៅរដ្ឋផ្សេងដូចជារដ្ឋ Melbourne អីចឹងទៅខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលផ្សេងមិនត្រឹមតែបានចំណេះដឹងទេគឺបានបង្កើតបណ្ដាញជាមួយពួកគាត់ទៀតដែលយើងអាចមានតំណែងពោលតែរៀនចប់ក៏ដោយក៏យើងនៅតែមានការតំណែងក្នុងការជួយបំពេញបន្ថែមឬក៏ផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកដែរចាខ្ញុំវាពិតជាមានអត្ថន័យសម្រាប់ខ្ញុំក្នុងការជំនួយនេះអរគុណបាទអរគុណបងសកលេងនិងចិន្តាហើយខ្ញុំសង្កេតឃើញថាតាមរយៈបងសកលេងនិងចិន្តាចែករំលែកអំពីការគ្រប់គ្រងពីកម្មវិធីអាហារូបករណ៍អូស្ត្រាលីខ្ញុំឃើញថាកម្មវិធីអាហារូបករណ៍នេះបើយើងនិយាយភាសាសាមញ្ញចិត្តល្អហើយគាត់ស្ដាប់ហើយយល់អំពីតម្រូវការរបស់យើងម្នាក់បាទខុសៗគ្នាខ្ញុំលើកឧទាហរណ៍ថាដូចបងតាក់ទងជាមួយនឹងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងគេបានជូននៅកង់អង្គុយឬមួយក៏អីផ្សេងបាទហើយឧបករណ៍អីផ្សេងទៅហើយចិន្តាគឺតាក់ទងជាមួយនឹងការគ្រប់គ្រងអីផ្សេងថែមហើយគេតម្រូវទៅលើករណីរបស់យើងទៀតគឺថាយើងត្រូវការផ្នែក software អីមួយចំនួនអីគឺគេជួយទៅលើនឹងទៀតហើយខ្ញុំគិតថាល្អខ្លាំងមែនទែនអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនដែលមានពិការភាពដែរថាទោះបីយើងមានពិការភាពកម្រិតណាក៏ដោយខ្ញុំជឿថាអាហារូបករណ៍មានសមត្ថភាពក្នុងការជ្រោមជ្រែងក៏ដូចជាជួយឲ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យផងដែរយើងមកកាន់សំណួរបន្ទាប់បាទសំណួរបន្ទាប់នេះសម្រាប់បងសកលេងនិងចិន្តាផ្ទាល់តែម្ដងដោយសារតែយើងមានពិការភាពខ្លួនឯងសម្រាប់អ្នកទាំងពីរគិតថាតើតម្លៃមួយណាដែរដែលអ្នកទាំងពីរគិតថាការអប់រំនេះជួយធ្វើឲ្យអ្នកដែលមានពិការភាពហ្នឹងគាត់អាចជួយធ្វើឲ្យជីវិតរបស់គាត់ល្អប្រសើរអញ្ចឹងចាប់ផ្ដើមពីបងសកលេងតែម្ដងបាទអរគុណច្រើនអ្នកស្មីដូចស្មីលើកឡើងពីដើមទីដែរថាតកតងជាមួយនឹងការអប់រំគឺវាចាំបាច់សម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលមានពិការភាពហើយដូចខ្ញុំផ្ទាល់គឺខ្ញុំបានឆ្លងកាត់កន្លែងហ្នឹងយើងថាយើងរៀនដល់កម្រិតបរិញ្ញាជាន់ខ្ពស់អញ្ចឹងគឺយើងមានឱកាសច្រើននៅក្នុងការមើលពិភពលោកខាងក្រៅចាហើយក្រៅទៅពីជួយខ្លួនយើងជួយក្រុមគ្រួសារយើងគឺយើងមានឱកាសជួយសង្គមជួយអ្នកដទៃផ្សេងទៀតដែលគាត់ត្រូវការអញ្ចឹងគឺជាគុណតម្លៃមួយដែលអាហារូបករណ៍ផ្ដល់ឲ្យមិនមែនសម្រាប់តែយើងម្នាក់ឯងទេគឺអាហារូបករណ៍នេះបានផ្ដល់ឲ្យយើងមានឱកាសជួយដល់ត្រឡប់ទៅដល់សង្គមវិញចាហើយកន្លែងហ្នឹងហើយដែលឧទាហរណ៍ថាសម្រាប់ខ្ញុំខ្លួនឯងដែលយើងគិតថាយើងចង់ជួយបងប្អូនស្ត្រីនិងជនដែលមានពិការភាពឲ្យគាត់មានឱកាសបានរៀនបន្ថែមទៀតដោយកម្មវិធីរបស់EPP ចាកម្មវិធីអាហារូបករណ៍ទៅដល់អូស្ត្រាលីអញ្ចឹងគឺជាឱកាសមួយដែលបងប្អូនយើងបង្កើនចំណេះដឹងបន្ថែមចាយើងជួយខ្លួនយើងនិងយើងមានឱកាសជួយសង្គមកុំឲ្យគេថាបងប្អូនមានពិការភាពគឺជាបន្ទុករបស់សង្គមអញ្ចឹងគឺយើងត្រូវតែជំនះជួយខ្លួនឯងហើយអញ្ចឹងការរៀនបានខ្ពង់ខ្ពស់នោះគឺបានឲ្យយើងប្រើប្រាស់ចំណេះជំនាញរបស់យើងត្រឡប់ទៅជួយបងប្អូនដែលគាត់ត្រូវការជំនួយពីពួកយើងវិញចាអរគុណបាទបងអរគុណខ្លាំងមែនទែនបងចិន្តាមានអ្វីដែលចិន្តាចង់បន្ថែមដែរចាខ្ញុំឲ្យតម្លៃខ្លាំងទៅលើការអប់រំព្រោះអីជាក់ស្ដែងខ្ញុំផ្ទាល់អប់រំបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ
ផ្លាស់ប្ដូរខ្លាំងពី yeah តាំងពីខ្ញុំជាស្ត្រីម្នាក់ក្មេងស្រីម្នាក់ដែលគេមិនសូវគេមានការរើសអើងហើយគ្មានទាំងសម្លៀកបំពាក់ត្រឹមត្រូវរហូតដល់ខ្ញុំអាចមានឱកាសមានការងារធ្វើមានប្រាក់ខែអាចចិញ្ចឹមខ្លួនឯងបាននេះគឺដោយសារតែការអប់រំខ្ញុំអាចមានចំណេះដឹងក្នុងការយ៉ាងហោចណាស់គឺខ្ញុំអាចមើលថែកូនខ្ញុំដើរទៅរកផ្លូវត្រូវខ្ញុំអាចបង្រៀនកូនខ្ញុំអញ្ចឹងអាហ្នឹងយើងមើលខ្លីៗអញ្ចឹងពិសេសអប់រំវាសំខាន់មែនតើកាលណាយើងមានទទួលបានការអប់រំសង្គមមួយក្នុងសង្គមគេហៅថាសង្គមមួយគឺសម្រាប់ទាំងអស់គ្នាមិនត្រឹមតែអ្នកពិការឬក៏មិនពិការគឺសង្គមសម្រាប់ទាំងអស់គ្នាអញ្ចឹងកាលណាយើងដឹងពីយល់ពីគ្នាទៅវិញទៅមកអញ្ចឹងយើងពិការផ្នែកយើងដឹងពីផលលំបាករបស់អ្នកពិការផ្សេងហើយអ្នកដែលមិនពិការយើងដឹងពីផលលំបាករបស់អ្នកដែលគាត់មានពិការភាពអញ្ចឹងយើងអាចមានទំនាក់ទំនងគ្នាទៅវិញទៅមកដាក់ហើយនឹងយល់គ្នាពីគ្នាទៅវិញទៅមកដោយមិនបាច់មានការយល់ខុសទៅវិញទៅមកឧទាហរណ៍ថាពាក្យកន្លងមកដែលខ្ញុំបានទទួលហ្នឹងគឺបានទទួលការគេហៅថាយល់ខុសហ្នឹងឧទាហរណ៍អ្នកពិការអាចធ្វើអីបានទេបើធ្វើការគេហៅថាអ្នកលើកទូរស័ព្ទគេអញ្ចឹងអាហ្នឹងហើយគឺជាការយល់ខុសដែលជាឧទាហរណ៍ដ៏តូចមួយដែលខ្ញុំចំណាំតែលើកន្លងមកអញ្ចឹងក្រៅពីហ្នឹងទៀតកាលណាគាត់មានទទួលបានការអប់រំគឺគាត់មានគេហៅថាឲ្យតម្លៃខ្លួនឯងមានទំនុកចិត្តខ្លួនឯងក្នុងការនិយាយស្ដីមានទំនុកចិត្តក្នុងការតវ៉ាមានទំនុកចិត្តក្នុងការទាមទារអ្វីផ្សេងៗដែលពួកគាត់ចង់បានអញ្ចឹងហើយបន្ទាប់ធំជាងហ្នឹងទៀតការអប់រំអាចជួយឲ្យមានការផ្លាស់ប្ដូរទាំងគោលនយោបាយដើម្បីឲ្យគោលនយោបាយហ្នឹងមានភាពពេញលេញផ្ដល់ប្រយោជន៍ឲ្យអ្នកគ្រប់គ្នាមិនត្រឹមតែអ្នកពិការឬក៏អ្នកមិនពិការឬក៏អ្នកផ្សេងអញ្ចឹងគោលនយោបាយមួយហ្នឹងផ្ដល់ប្រយោជន៍ឲ្យអ្នកគ្រប់គ្នាចា៎នេះគឺជាតម្លៃនៃការអប់រំបាទអរគុណច្រើនមែនទែនចិន្តាហើយនឹងបងសុកលេងសម្រាប់ចំណុចមួយនេះហើយខ្ញុំជឿថាវិស័យអប់រំគឺសំខាន់បាទការអប់រំសំខាន់ខ្លាំងមែនទែនมันដូចដែលចិន្តាហើយនឹងបងសុកលេងលើកអញ្ចឹងมันមែនតែសម្រាប់បងប្អូនមានពិការភាពទេប៉ុន្តែគឺសំខាន់ទាំងអស់គឺសម្រាប់មនុស្សជាតិយើងតែម្ដងអញ្ចឹងខ្ញុំជឿថាខ្ញុំលើកទឹកចិត្តទស្សនិកជនដែរថាគាំទ្រនិងលើកទឹកចិត្តបុត្រធីតារបស់យើងទាំងអស់គ្នាឲ្យគាត់ទទួលបានការអប់រំឲ្យបានល្អប្រសើរបាទពីជុំវិញហ្នឹងយើងបានឮរឿងដែលសំខាន់ជាច្រើនបាទពីចិន្តាហើយនឹងបងសុកលេងយើងក៏ចង់ដឹងដែរថាពីព្រោះខ្ញុំជឿថាប្រកាសជាមានផលវិបាកមួយចំនួនណានៅពេលដែលយើងទៅរៀននៅប្រទេសអូស្ត្រាលីខ្ញុំជឿថាអញ្ចឹងព្រោះខ្ញុំអ្នកទៅរៀននៅទីនោះដែរហើយខ្ញុំជួបផលវិបាកជាច្រើនពីជុំវិញហ្នឹងយើងចង់ឮពីចិន្តាហើយនឹងបងសុកលេងផងដែរថាផលវិបាកអីគេខ្លះដែរដែលយើងបានជួបនៅពេលដែលយើងបានទៅរៀននៅប្រទេសអូស្ត្រាលីហ្នឹងហើយយើងមានដំណោះស្រាយបែបណាដែរទៅពីផលវិបាកទាំងអស់នោះចង់ឮពីចិន្តាមុនហើយបន្ទាប់មកគឺបងសុកលេងបាទចាខ្ញុំចំនួនមកដល់ហើយនេះខ្ញុំនិយាយនៅឃើញភ្លាមវាមានចំណុចលំបាកច្រើននៅពេលយើងជាពិសេសដំបូងហ្នឹងទៅ3ខែដំបូងហ្នឹងគឺខ្ញុំពិបាកខ្លាំងមែនទែនជាពិសេសគឺការរកកន្លែងស្នាក់នៅព្រោះអីពេលទៅដល់ភ្លាមហ្នឹងខ្ញុំស្នាក់នៅជាមួយមិត្តភក្តិដែលគាត់ជាប់ទៅមួយគ្នាប៉ុន្តែកន្លែងយើងវាអត់អាចឲ្យយើងបាននៅជាមួយពួកគាត់ត្រូវស្នាក់នៅរបស់គាត់ដែរអញ្ចឹងខ្ញុំត្រូវរកកន្លែងនៅហើយខ្ញុំទៅហ្នឹងខ្ញុំមានកូនតូចខ្ញុំទៅមួយទៀតព្រោះខ្ញុំទៅនៅអូនតូចខ្ញុំទៅបាន7ខែហើយមានអ្នកអាហារូបករណ៍គេផ្ដល់ឲ្យអ្នកជួយទៅជាមួយដោយសារខ្ញុំមើលអត់ឃើញអញ្ចឹងអ្នកជួយខ្ញុំទៅជាមួយអញ្ចឹង3ខែដំបូងហ្នឹងគឺពិបាករកផ្ទះនៅខ្លាំងមែនតើវាកន្លែងហ្នឹងគឺចង់និយាយថាបរិយាកាសយើងហើយនឹងគេហ្នឹងគឺ
ផ្សេងពីគ្នាដាច់តកតងនឹងការរកផ្ទះជួលនៅយើងហ្នឹងមិនយើងឲ្យតែមានលុយយើងទៅរកជួលនៅណាក៏បានដែរតែនៅនោះអត់ទេមិនមានន័យថាយើងចង់បានគឺកន្លែងខ្ញុំមានកូនក្មេងអញ្ចឹងភាគច្រើនគឺអ្នកជួលផ្ទះគេអត់សូវចង់ឲ្យយើងជួលទេដោយសារយើងខ្លាចកូនយើងរំខានដល់គេអញ្ចឹងខ្ញុំដើររកហើយយើងជួលតាមគេហៅថាភ្នាក់ងារអចលនទ្រព្យហ្នឹងគឺព្យាយាមអ្នកដែលគាត់ជំនួយការរបស់ខ្ញុំហ្នឹងគឺគាត់ដាក់ពាក្យហ្នឹងគឺអត់ងាយជាប់ហ្មងហើយស្មុគស្មាញទៀតទៅមកបំពេញហើយមកតម្រងហ្នឹងគឺស្មុគស្មាញហើយដាក់អត់ងាយជាប់ដោយសារយើងមានកូនតូចនឹងមួយហ្នឹងហើយចឹងទៅដំណោះស្រាយខ្ញុំរកសពបែបយ៉ាងអស់ហើយអញ្ចឹងអាហ្នឹងក៏ដាក់ផងឲ្យសួរតាមមិត្តភ័ក្តិមានផ្ទះណាគេទៅណែហើយពេលខ្លះផ្ទះគេទៅណែហើយក៏គេមិនឲ្យយើងជួលទៀតដោយសារតែតម្រូវការគេថាសម្រាប់តែមនុស្សធំហើយយើងមានក្មេងអញ្ចឹងក៏អត់បានជួលទៀតហើយផ្ទះខ្លះគេត្រូវគេថាកន្លែងហ្នឹងមានតែសម្រាប់ប្រុសអីចឹងឬក៏សម្រាប់ស្រីឬអីចឹងទៅហើយដល់ពេលខ្លះហ្នឹងដល់ពេលយើងត្រូវការផ្ទះនៅខ្លាំងពេកហ្នឹង3នាក់ខ្ញុំហ្នឹងអ្នកជំនួយខ្ញុំហ្នឹងគាត់រុញអាតេសកូនខ្ញុំទៅហើយខ្ញុំដើរកាន់អាតេសអញ្ចឹងទៅដើររកមើលលេខទូរស័ព្ទតាមរបងផ្ទះគេដាក់ជួលផ្លាកជួលហ្នឹងឲ្យតែឃើញលេខទូរស័ព្ទតែនៅមុខផ្ទះគេហ្នឹងហើយសុំបងគេឲ្យផ្ទះជួលហ្នឹងចុងក្រោយហ្នឹងបានផ្ទះជួលមួយនៅមុខពេទ្យហ្នឹងវារៀងថ្លៃបន្តិចប៉ុន្តែវាសំណាងល្អដែរវាចិត្តសាលាហើយនៅចិត្តពេទ្យទៀតបាទអាហ្នឹងអានោះឧបសគ្គទី1ហើយឧបសគ្គមួយទៀតហ្នឹងដែលរៀងផ្លាស់ចាប់ផ្លៃពីយើងដែរហ្នឹងគឺអាប្រព័ន្ធការអប់រំរបស់គេហ្នឹងគឺគេហៅថាពួកខ្ញុំរៀននៅនេះខ្ញុំរៀនចំមហាវិទ្យាល័យទៅពិតមែនប៉ុន្តែមិនប្រកាសថាខ្ញុំបានទទួលរបៀបនៃការដាក់ធ្វើassignment ឬក៏ស្អីហ្នឹងដូចអ្នកដែលគាត់មើលឃើញទេដោយសារខ្ញុំនៅនេះខ្ញុំឧបសគ្គរឿងសម្ភារៈសិក្សាហ្នឹងឯងដល់ពេលទៅនោះគេព្យាយាមផ្ដល់ឱកាសឲ្យយើងគ្រប់បែបយ៉ាងហើយអញ្ចឹងយើងត្រូវតែឲ្យធ្វើម៉េច submit assignment ដាក់ assignment ហ្នឹងឲ្យបានស្មើភាពដូចគេអញ្ចឹងយើងត្រូវរៀនអីគេហៅcitation ហើយនឹងអាហ្នឹងគេដាក់យោងដាក់ឯកសារយោងបាទយោងពួកដែលយើងយកឯកសារពីណាយើងត្រូវយកមកទៅសេឲ្យខ្លាយទៅជារបស់យើងហ្នឹងប៉ុន្តែយើងត្រូវដាក់យោងទៅតាមហ្នឹងហើយរបៀបដាក់យោងហ្នឹងគឺយើងអត់មានបទពិសោធន៍ក្នុងបញ្ហាហ្នឹងសោះអញ្ចឹងទៅយកទៅរៀនស្ដាប់គេស្ដាប់ហើយមិនដឹងថាការយល់ខ្លួនឯងហ្នឹងហើយនឹងគ្រូនិយាយហ្នឹងត្រូវគ្នាអត់អញ្ចឹងទៅវាស្មុគស្មាញហើយភ័យខ្លួនឯងដឹងរៀនកើតអត់ទេចិត្តភ័យlạiតាំងគេដេញទៅផ្ទះវិញសង្ស័យគេកាត់កាត់អីចឹងប៉ុន្តែព្យាយាមធ្វើឲ្យរកជំនួយពីមិត្តភ័ក្តិដែលគេមកពីរៀនពីការប្រទេសដូចគ្នាដែរហ្នឹងគេគាត់ពិការផ្នែកដែរអញ្ចឹងសួរគេឲ្យទៅរកគេហៅនៅក្នុងមហាវិទ្យាល័យគេមានបន្ទុកមួយសម្រាប់ជួយផ្នែកនឹងដល់និស្សិតចឹងយើងទៅរកជំនួយពីខាងហ្នឹងអញ្ចឹងរាល់ assignment ទាំងអស់មុនដំបូងហ្នឹងមុននឹងខ្ញុំដាក់ទៅឲ្យគ្រូគឺខ្ញុំឆ្លងកាត់ការឆែកពីខាងជំនួយសិក្សានឹងសិនដើម្បីខ្ញុំដឹងថានេះពួកអីនៅក្នុងគេតឹងរឹងខ្លាំងណាស់តាក់ទងនឹងឯកសារយោងនឹងពួកគេខ្លាចយើងលួចរបស់គេយកមកធ្វើរបស់ខ្លួនឯងអញ្ចឹងចម្លងពីគេដល់មកអីអញ្ចឹងបាទអញ្ចឹងគឺតឹងរឹងណាស់ប៉ុន្តែគេមានជំនួយគ្រប់គ្រាន់ក្នុងការឲ្យយើងនេះនឹងឲ្យយើងប្រើប្រាស់បាននឹងអញ្ចឹងឧបសគ្គទាំងអស់ហ្នឹងហើយធ្វើឲ្យយើងចឹងថាយើងចាំអត់ភ្លេចប៉ុន្តែវាជាឧបសគ្គដែលធ្វើឲ្យយើងរឹងមាំជាងមុនដែរបាទគឺថាយើងបបាក់មុនហើយយើងវេទនាក្រោយបាទធៀបពិតមិនមែនទេគឺបបាក់មុនហើយខ្ញុំជឿថាអ្វីដែលចិន្តាបានឆ្លងកាត់ទាំងអស់នេះខ្ញុំជឿថាវាបានផ្ដល់នៅបទពិសោធន៍ល្អក៏ដូចជាធ្វើឲ្យយើងអាចយកវាមកប្រើនៅក្នុងជីវភាពរបស់យើងប្រចាំថ្ងៃនៅពេលយើងត្រឡប់មកប្រទេសកម្ពុជាវិញផងដែរឥឡូវចង់ដឹងពីបងលេងវិញម្ដងបាទអរគុណច្រើនស្មីហើយស្ដាប់ចិន្តាឃើញថាការពិបាករបស់គាត់ហ្នឹងគឺមកបែបរបស់គាត់ទៅហើយខ្ញុំក្តីបារម្ភរបស់ខ្ញុំមកបែបរបស់ខ្ញុំដែរគាត់ថាមុនពេលដែលខ្ញុំទៅខ្ញុំមិនដឹងថា
អូខ្ញុំទៅនៅកន្លែងណាទេហើយឆ្ងាយពីសាលាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាគឺក្តីបារម្ភនឹងរៀងច្រើនដែរមុនពេលទៅតែ បើនិយាយទៅចាត់ទុកថាសំណាងដោយសារយើងមានមិត្តភ័ក្តិដែលគាត់បានទៅមុនយើងហើយគាត់កំពុងតែនៅក្បែរសាលាគាត់នៅនឹងទីក្រុងតែម្ដងនៅទីក្រុង Melbourne អញ្ចឹង គាត់ក៏ឲ្យតំណែងទៅលើអាគារដែលគាត់ស្នាក់នៅហ្នឹងណាអញ្ចឹងក៏យើងស្វែងរកទីតាំងអីចឹងទៅយើងបាននៅកន្លែងបណ្ដោះអាសន្ននៅអាគារហ្នឹងតែម្ដងអញ្ចឹងគឺទៅដល់ខ្ញុំមានកន្លែងស្នាក់នៅចាហើយវាទីតាំងហ្នឹងគឺវាគៀកជាមួយនឹងសាលាដែរអញ្ចឹងសម្រាប់ទីតាំងហ្នឹងបើគិតទៅគឺវាចង់និយាយថាវាស្រួលសម្រាប់យើងនៅក្នុងការធ្វើដំណើរដោយសារចដៅយន្តអីគឺគេមានចដៅយន្តធំដែលយើងអាចជិះ scooter ចូលក្នុងចដៅយន្តយើងចេញទៅដល់ផ្ទះយើងសង្កត់ថា scooter យើងចូលទៅដល់កន្លែងគេងអញ្ចឹងណាអញ្ចឹងបើនិយាយពីរឿងភាពងាយស្រួលហ្នឹងគឺទីតាំងការជ្រើសរើសកន្លែងស្នាក់នៅវាសំខាន់ដែរសម្រាប់បងប្អូនមានពិការភាពហ្នឹងដូចជាខ្ញុំជាដើមតែ អ្វីដែលសំណាងមួយនោះចង់និយាយថាវាជាលក្ខណៈមកទាំងអស់តែម្ដងណាពីព្រោះខ្ញុំទៅដល់ហ្នឹងគឺហៅថាជំនាន់ភ្លើងឆេះព្រៃចានៅ Melbourne ភ្លើងឆេះព្រៃហើយបន្ទាប់មកទៀតហ្នឹងចៃដន្យអី Melbourne មានរំជួយដីទៀតបងដូចជាសំកាត់បងទៀតថាដូចថាដំណើរទៅរៀនផងបងដូចថា គឺថាឧបសគ្គក្រាស់ក្រែលដែរចប់ពីមួយចូលមួយបាទចាភ្លើងឆេះព្រៃហើយរំជួយដីហើយកូវីដនៅក្នុងកំឡុងពេលហ្នឹងទាំងអស់អញ្ចឹងណាហើយនិយាយពីបទពិសោធន៍នៅក្នុងពេលរំជួយដីហ្នឹងគឺថាពីដំបូងណារៀងក្លាហានណាចុះពីលើខាងលើហ្នឹងមកយើងប្រើចដៅយន្តណាតែដល់ពេលតឡើងទៅវិញអត់ហ៊ានឡើងទេដោយសារខ្លាចចដៅយន្តមានបញ្ហាមានអីចឹងទៅអញ្ចឹងហើយផ្ទះខ្ញុំនៅជាន់ទី8apartment ហ្នឹងជាន់ទី8អញ្ចឹងត្រូវដើរ8ឡើង8ជាន់ចាកន្លែងហ្នឹងគឺជាបទពិសោធន៍មួយដែរសម្រាប់អ្នកក្រោយនៅក្នុងការព្រោះវាអត់ចង់និយាយថាវាមិនដែរសម័យថានៅ Melbourne មានឬក៏អូស្ត្រាលីមានរំជួយដីចាចៃដន្យពេលនោះវាកើតមានហើយមួយទៀតគឺវាពាក់ព័ន្ធជាមួយនឹងភ្លើងអគ្គិសនីយើងនៅខ្មែរយើងដឹងថាភ្លើងអាសាដាច់យើងចេះបារម្ភយើងធ្វើអីត្រៀមណាតែនៅអូស្ត្រាលីកម្រអ្នកណានិយាយពីរឿងការដាច់ភ្លើងបាទដល់ពេលអាភ្លើងវាដាច់អូខេអត់អីចដៅយន្តវាខូចចាចដៅយន្តខូចអត់ដឹងថាត្រូវធ្វើម៉េចត្រូវឡើងទៅជាន់ទី8ឡើងហើយនឹងចុះតែពេលហ្នឹងមានជំរើសដែរគឺបានមិត្តភ័ក្តិដែលគាត់ស្នាក់នៅapartment ក្បែរហ្នឹងអញ្ចឹងគ្រាន់តែឡើងទៅយកអីវ៉ាន់ទេចាគាត់ទៅគេងនៅកន្លែងគេទៅតម្រាំតែចដៅយន្តគេធ្វើរួចចុះ8ជាន់មាននេះណាសម្រាប់គ្រាន់តែដើរឡើងឲ្យដើរចុះគឺធ្លាក់អណ្ដាតហើយអញ្ចឹងស្នាក់នៅកន្លែងគេ2យប់ទៅក៏បានចដៅយន្តគេធ្វើហើយខាងapartment គេគាត់ប្រាប់ទៅយើងថាចដៅយន្តហើយយើងអាចមកបានហើយអញ្ចឹងនៅក្នុងពេលហ្នឹងចង់និយាយថាវាដូចរបៀបមានរឿងកើតឡើងមកថ្មីឲ្យដូចចិន្តាគាត់និយាយថាបទពិសោធន៍នឹងធ្វើឲ្យយើងរឹងមាំណាព្រោះពេលខ្លះយើងនៅលក្ខណៈគេហៅថាស្រួលពេកយើងផ្លិចអាផែនការនៅក្នុងការដោះស្រាយអារឿងនេះដល់ពេលវាមកអញ្ចឹងទៅជួយដីទៅមកផ្លែកមកមួយទៅចាហើយតាក់តងស្អីផ្សេងទៀតđấyពេលខ្លះស្រួលខ្លាំងពេកវាផ្លិចអញ្ចឹងវាធ្វើឲ្យយើងរឹងមាំដែរនៅពេលដែលយើងជួបឧបសគ្គកាន់តែច្រើនហើយសម្រាប់ខ្ញុំបើពាក់ព័ន្ធមួយការសិក្សាខ្ញុំគិតថាខ្ញុំអត់សូវប្រឈមនឹងបញ្ហា stress ច្រើនទេដោយសារទី1វាអាចពាក់ព័ន្ធជាមួយនឹងភាពចាស់ទុំរបស់យើងព្រោះយើងទៅមិនមែនក្មេងដែរណាហ្នឹងហើយយើងចាស់ក្នុងមួយចំណោមមួយចំនួនទាំងអស់ចាស់ជាងគេបងប៉ុន្តែបងនៅតែក្មេងអញ្ចឹងតាំងពីខ្ញុំស្គាល់បងមកដល់ឥឡូវគឺបងអត់មានភាពប្រែប្រួលទេម្ដងអរគុណហើយអញ្ចឹងបទពិសោធន៍នៃការងារភាពចាស់ទុំនៃការងារជួយយើងច្រើននៅក្នុងការងារដូចចិន្តានិយាយពីរឿងការធ្វើ assignment រឿង citation រឿងអីចឹងណាចារឿងឯកសារយោងអីហ្នឹងគឺដោយសារបទពិសោធន៍នៃការងារមួយចំនួនដែលធ្វើឲ្យខ្ញុំអាចឆាប់ចាប់បានហើយមួយទៀតគឺការស្គាល់ខ្លួនឯងថាតើយើងទៅដើម្បីអីហើយសុខភាពយើងយ៉ាងម៉េចយើងស្គាល់ខ្លួនយើងថាយើងរៀនប៉ុណ្ណាពេលណាដែលយើងរៀនបានពេលណាដែលយើងត្រូវសម្រាកអញ្ចឹងក៏ខ្ញុំអាចចង់និយាយថា
សម្រាប់ការ stress ការអីនៅក្នុងការរៀនហ្នឹងមិនសូវប្រឈមទេទោះបីរៀនមិនសូវបានបកកែទៅដល់កម្រិត A គ្រប់មុខវិជ្ជាអីក៏យើងអាចថាមកគ្រាន់ដែរកុំឲ្យគេមើងងាយខ្មែរយើងអញ្ចឹងណា បាទបង អរគុណ អរគុណបងមកគ្រាន់ហ្នឹងយើងខ្លឹមដែរបងបាទអរគុណចិន្តាហើយនឹងបងសុកលេងខ្លាំងមែនទែនសម្រាប់ការចែករំលែកបទពិសោធន៍ដល់មានអត្ថប្រយោជន៍បាទសម្រាប់ខ្ញុំជឿថាបទពិសោធន៍នេះមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់អនាគតបញ្ញវន្តក៏ដូចជាអ្នកដែលមានបំណងដាក់អាហារូបករណ៍នេះហើយតាមអ្វីដែលចិន្តាហើយនឹងបងសុកលេងមានប្រសាសន៍មុននេះខ្ញុំសង្កេតឃើញថាមិត្តភ័ក្តិពិតជាសំខាន់ណាស់បាទបើយើងនិយាយមែនទែនគឺថាទីមួយគាត់អាចជួយយើងរឿងមួយចំនួនបាទដោយសារមូលហេតុអីគាត់អាចយល់ពីយើងបាទអញ្ចឹងខ្ញុំជឿថាចំណុចនេះដែលល្អមែនទែនហើយជា message មួយដែលល្អគឺយើងទៅណាក៏ដោយកាលណាយើងទៅមនុស្សគាត់មានភាពរួចរាក់ទាក់ល្អចេះជួយយកអាសាគ្នាអានឹងធ្វើឲ្យដំណើរជីវិតរបស់យើងនឹងល្អប្រសើរហើយវាមានភាពដំណើរទៅប្រកបដោយរលូនផងដែរសម្រាប់ត្រឡប់មកវិញដែលយើងគិតថាឥឡូវយើងយកចំណេះជំនាញបទពិសោធន៍ទាំងអស់នោះមកហើយឆ្លុះបញ្ចាំងវិញឆ្លុះបញ្ចាំងសម្រាប់បងសុកលេងហើយនឹងចិន្តាយើងគិតថាតើវាសំខាន់កម្រិតណាដែរសម្រាប់វិស័យអប់រំប្រកបដោយបរិយាបន្នហើយក៏ដូចជាប្រព័ន្ធការងារមួយប្រកបដោយបរិយាបន្នហ្នឹងតើវាសំខាន់កម្រិតណាដែរជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងអញ្ចឹងចាប់ផ្ដើមពីបងសុកលេងមុនណាបងតើសំខាន់កម្រិតណាដែរបងសម្រាប់វិស័យអប់រំរបស់យើងប្រកបដោយបរិយាបន្នហើយប្រព័ន្ធការងាររបស់យើងជាពិសេសនៅប្រទេសកម្ពុជាយើងហ្នឹងប្រកបដោយបរិយាបន្នតើសំខាន់ប៉ុណ្ណាដែរ ចាអរគុណច្រើនរស្មីដែលលើកយកចំណុចនេះមកពិភាក្សាគ្នាព្រោះយើងឃើញថាសង្គមរបស់យើងក៏ដូចជាពិភពលោកទាំងមូលគឺបានធ្វើដំណើរដោយរួមបញ្ចូលគេហៅថាបច្ចុប្បន្នសង្គមហ្នឹងគឺគិតសឹងតែគ្រប់វិស័យហើយចាអញ្ចឹងនៅក្នុងវិស័យអប់រំគឺជារឿងមួយដែលសំខាន់បំផុតដូចចិន្តាគាត់លើកឡើងតាំងពីដើមទីមកគឺតាក់ទងជាមួយនឹងថាវិស័យអប់រំគឺបានដល់គេហៅថាការផ្លាស់ប្រែចាដូចជីវិតរបស់ចិន្តាគឺបានទទួលមកដល់ថ្ងៃនេះគឺដោយសារការវិស័យអប់រំអញ្ចឹងគឺនៅក្នុងបច្ចុប្បន្នសង្គមហ្នឹងគឺជារឿងមួយដែលចាំបាច់បំផុតសម្រាប់ស្រុកយើងជាពិសេសចាយើងអាចថាយើងដើរក្រោយគេចុះក៏ប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានចាប់ផ្ដើមចាំងពីតូចមកចានៅក្នុងវិស័យអប់រំគឺយើងពិនិត្យមើលតាំងពីសាលារៀនរបស់គាត់ចាខ្ញុំគិតថាតាំងពីឧបករណ៍ដែលជួយឲ្យគាត់នៅក្នុងការសិក្សាដូចចិន្តាគាត់លើកឡើងអញ្ចឹងថាគាត់ត្រូវបានគេជួយច្រើនសម្រាប់ខ្ញុំបារម្ភថាអូកន្លែងហ្នឹងសាលាហ្នឹងក្រែងលោចដើខ្ពស់ពេកខ្ញុំឡើងអត់កើតឬក៏អីនៅក្នុងករណីដែលយើងមានពិការភាពជើងមានពិការភាពណាអញ្ចឹងគឺតាក់ទងតាំងពីគេហៅថាសម្ភារៈសិក្សាហេដ្ឋារចនាសម្ព័ន្ធគឺជារឿងមួយដែលនៅក្នុងវិស័យអប់រំដែលយើងត្រូវគិតឲ្យនៅក្នុងការងាររបស់យើងក៏អញ្ចឹងដែរពីព្រោះបងប្អូនពិការភាពមិនមែនមានន័យថាគាត់អត់មានសមត្ថភាពទេអញ្ចឹងគាត់មានគេហៅថាសមត្ថភាពពិសេសដែលយើងទាំងអស់គ្នាអាចប្រើប្រាស់សមត្ថភាពពិសេសរបស់គាត់ដើម្បីបំពេញបន្ថែមទៅដល់សម្រាប់ការងារទូទៅហើយយើងអត់អាចគេហៅថានៅក្នុងគោលការណ៍មួយគោលនយោបាយមួយគឺមិនទុកអ្នកណាម្នាក់ឲ្យនៅក្រៅគេណាចាមិនទុកអ្នកណាម្នាក់ចោលណាចា let anyone behind អញ្ចឹងគឺយើងបើសិនជាយើងបានប្រើនៅក្នុងរូបភាពបែបហ្នឹងគឺយើងប្រមូលសមត្ថភាពរបស់អ្នកទាំងអស់គ្នាប្រើប្រាស់ជួយជ្រោមជ្រែងគ្នាទៅវិញទៅមកធ្វើឲ្យសង្គមរបស់យើងអាចរីកចម្រើនចាហើយគាត់មិនមែនគឺជាបន្ទុកខ្ញុំនៅតែនិយាយដដែលថាបងប្អូនជនពិការគាត់មិនមែនជាបន្ទុករបស់សង្គមទេអញ្ចឹងគឺគួរតែផ្ដល់ឱកាសឲ្យគាត់ដើម្បីឲ្យគាត់អាចប្រើប្រាស់ឱកាសហ្នឹងគឺជួយខ្លួនគាត់និងជួយទៅសង្គមវិញទៀតចាអរគុណ បាទ
អរគុណច្រើនមែនទែនបងដែលបានលើកចំណុចនេះហើយខ្ញុំជឿថាទស្សនិកជនក៏បានឃើញឧទាហរណ៍ជាក់ស្ដែងដែរវត្តមានរបស់បងសក្លែងនិងចិន្តានៅទីនេះជាគំរូមួយដែលជាឧទាហរណ៍មួយសម្រាប់សង្គមយើងផងដែរថាបើសិនជាយើងផ្ដល់ឱកាសបាទទៅដល់គ្រប់គ្នាទាំងអស់ដែលមានពិការភាពគឺគាត់មិនមែនត្រឹមតែជួយខ្លួនឯងទេឥឡូវនេះខ្ញុំជឿថាបងសក្លែងហើយនិងចិន្តាជួយមនុស្សផ្សេងទៀតច្រើននៅក្នុងសង្គមយើងបាទចិន្តាបាទចង់ឮពីចិន្តាវិញបាទ យ៉ាបងសក្លែងគាត់វិចិត្របានផ្ដល់ជាកំណត់ល្អជាច្រើនហើយខ្ញុំក៏មានជាស្តៀងរបស់គាត់ដែរព្រោះឲ្យការអប់រំក៏ដូចជាការបដិបត្តិបញ្ចូលគ្នាហ្នឹងគឺពិតជាមានសារៈសំខាន់ពិតមែនហើយវាមិនមានន័យថាសម្រាប់សំខាន់តែអ្នកដែលមានវិការភាពឬក៏អ្នកដែលមានភាពមានងាយរងគ្រោះទេគឺវាមានសារៈសំខាន់ទាំងអស់គ្នាគឺធ្វើឲ្យសង្គមមានភាពរីកចម្រើនធ្វើឲ្យសង្គមផ្លាស់ប្ដូរថាមិនពួកយើងមិនមែនជាបន្ទុកសង្គមទេពួកអីកាលណាពួកយើងមានទទួលបានការអប់រំពួកយើងអាចប្រើប្រាស់នៅសមត្ថភាពរបស់ពួកយើងក្នុងការធ្វើការប្រើប្រាជ្ញាស្មារតីរបស់ពួកយើងក្នុងការផ្ដាស់ប្ដូរយកចំណូលអញ្ចឹងទៅយើងសង្គមបាច់ចាំគិតឬក៏រដ្ឋាភិបាលបាច់ចាំគិតថាអ្នកពិការត្រូវតែផ្ដល់ជំនួយជាថវិកាឬក៏ជាសម្ភារៈឲ្យពួកយើងអាចមានសមត្ថភាពក្នុងការធ្វើការងាររកប្រាក់ចំណូលដោយខ្លួនឯងហើយមិនមែនជាខ្ញុំអត់ចង់ឲ្យខ្លួនខ្ញុំខ្លាយជាគេហៅថាកោសិកាដែលងាប់ក្នុងសង្គមប៉ុន្តែសម្រាប់ខ្លួនខ្ញុំអត់គិតថាខ្ញុំជាកោសិកាមួយដែលងាប់ទេគឺខ្ញុំគិតជាថាកោសិកាមួយកំពុងតែមានប្រយោជន៍ដល់សង្គមអញ្ចឹងហើយការអប់រំហ្នឹងគឺបានផ្លាស់ប្ដូរមកអញ្ចឹងខ្ញុំឧទាហរណ៍ដដែលអញ្ចឹងគឺវាកាលណាយើងមានទទួលបានការអប់រំអញ្ចឹងធ្វើឲ្យយើងនឹងមានការងារធ្វើហើយក៏យើងអាចរកប្រាក់ចំណូលបានចិញ្ចឹមគ្រួសារក៏ដូចជាសង្គមមិនសូវមានបន្ទុកមកលើពួកយើងហើយពួកយើងក៏អាចមានឱកាសក្នុងការផ្លាស់ប្ដូរទៅផ្នត់គំនិតរបស់សង្គមដូចគ្នាដែរអញ្ចឹងហើយម្ដងទៀតគឺការអប់រំហ្នឹងគឺមានសារៈសំខាន់ណាស់ហើយកាលណាពួកយើងមានពិការភាពផ្សេងគ្នាអាចទទួលបានការអប់រំដូចគ្នាអញ្ចឹងហើយយើងអាចជួយគ្នាទៅវិញទៅមកក្នុងការជួយអភិវឌ្ឍសង្គមជាតិយើងឲ្យរីកចម្រើនដូចប្រទេសគេដែរចា៎បាទអរគុណច្រើនមែនទែនចិន្តាបាទសម្រាប់លើកចំណុចនេះអញ្ចឹងខ្ញុំជឿថាទស្សនិកជនដែលកំពុងតែស្ដាប់នេះយើងនឹងផ្លាស់ប្ដូរឥរិយាបថនេះបាទក្រោយពេលដែលទស្សនិកជនស្ដាប់ឮអំពីជំនួយនេះហើយដូចខ្ញុំនិយាយដដែលអ្នកទាំងពីរនៅទីនេះជាឧទាហរណ៍បាទជាឧទាហរណ៍ជាសាក្សីរស់ជាគំរូមួយដែលល្អខ្លាំងមែនទែនអញ្ចឹងមានន័យថាបើសិនជាពួកគាត់ទទួលបានឱកាសអញ្ចឹងគឺគាត់នឹងផ្លាស់ប្ដូរបាទពីជុំវិញនោះហើយគាត់នឹងដូចចិន្តាមានប្រសាសន៍អញ្ចឹងបាទអញ្ចឹងផ្លាស់ប្ដូរផ្នត់គំនិតនឹងទាំងអស់គ្នាបាទជុំវិញហ្នឹងចំណុចមួយនេះខ្ញុំជឿថាទាំងបងសក្លែងនិងចិន្តានៅពេលដែលរៀននៅប្រទេសអូស្ត្រាលីខ្ញុំជឿថាមានចំណុចខ្លះដែលយើងអាចចាំវាคล้ายទៅជាបទពិសោធន៍មួយដែលល្អដែលយើងចាំហើយស្ថិតក្នុងបេះដូងយើងមកបាទសម្រាប់បងសក្លែងនិងចិន្តាវិញគិតថាតើបទពិសោធន៍អីដែលយើងចាំនៅក្នុងបេះដូងយើងតែម្ដងហើយចំណុចដែលយើងចាំនោះហើយវាជួយធ្វើឲ្យយើងចាំថាចំណុចនេះជួយហើយក៏ដូចជាធ្វើឲ្យយើង shape នៅការគិតរបស់យើងជាពិសេសទៅលើសិទ្ធិរបស់ជនពិការហើយក៏ដូចជាបរិយាបន្នដែលយើងគួរតែធ្វើឲ្យល្អប្រសើរនៅក្នុងប្រទេសយើងក៏ដូចជានៅក្នុងប្រព័ន្ធណាមួយដែរតើអ្វីដែរដែលយើងបានចាំហើយយើងគិតថាវាល្អខ្លាំងមែនទែនចាប់ផ្ដើមពីបងសក្លែងអរគុណច្រើនរស្មីវាជាការចងចាំមួយដែលល្អដែលយើងមានអារម្មណ៍ថាជាពិសេសគឺសម្រាប់ដូចខ្ញុំខ្លួនឯងជាជនមានពិការភាពយើងមានអារម្មណ៍ថាសម្រាប់ខ្ញុំណាមានអារម្មណ៍នៅពេលមួយនោះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ត្រូវបានគេរើសអើងអញ្ចឹងណាព្រ
ពីព្រោះលក្ខណៈនៃការរើសអើងហ្នឹងវាដូចពេលខ្លះវាស្វងតាំងពីតូចទៅណាចាក៏ប៉ុន្តែពេលយើងនៅអូស្ត្រាលី ខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ត្រូវបានគេរើសអើងក្នុងករណីដែលឧទាហរណ៍មួយជាក់ស្ដែងខ្ញុំធ្វើដំណើរតាមរថភ្លើងដោយកង់អាគុយរបស់ខ្ញុំចាកង់អាគុយនៅលើរថភ្លើងហើយរថភ្លើងហ្នឹងគឺ គេហៅថាគេត្រូវឈប់សម្រាប់អត់ទៅដល់ចំណតដែលយើងត្រូវទៅឯព្រោះគេត្រូវការថែទាំចាឬក៏មានកន្លែងណាគេជួសជុលអញ្ចឹងណាអញ្ចឹង គឺត្រូវមកកណាត់ហ្នឹងហើយខ្ញុំបារម្ភមែនតើខ្ញុំត្រូវជិះអីតចាចុះពីរថភ្លើងហ្នឹងទៅថាតើឡានក្រុងហ្នឹងមនុស្សច្រើនខ្ញុំចូលកើតអត់ឬក៏អីអញ្ចឹងណាគឺបារម្ភមិនដឹងថាត្រូវធ្វើម៉េច តែពេលដែលខ្ញុំចាញ់ពីរថភ្លើងហ្នឹងទៅខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងត្រង់ថា គឺគេមានឡានចាឡានជាលក្ខណៈឯកជនហ្មងគឺសម្រាប់ដឹកយើងជាជនពិការចាគឺឡានមកទទួលយើងដែលយើងឡើង scooter កង់អាគុយហ្នឹងហៅ scooter ណា បាទ យើងឡើង scooter យើងទៅនៅកន្លែងហ្នឹងហើយមានអ្នកបើកបរហ្នឹងគឺជូនយើងទៅដល់ទីតាំងដែលយើងត្រូវទៅអត់ចាំបាច់ថាទៅមកកណាត់ហើយត្រូវទៅជិះរថភ្លើងតនេតណាត់ 2-3 កណាត់អីអត់ទេគឺគេជូនយើងទៅដល់ទីតាំងហ្នឹងតែម្ដងហើយវាជាលើកទី1ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ចាមិនមែនតែម្នាក់ឯងទេមានអារម្មណ៍ថាសម្រាប់ជនពិការទូទៅឬក៏ដូចជាបងប្អូនឪពុកម្ដាយចាស់ៗដែលគាត់ប្រើកង់ចង់និយាយថាអតេះរុញឬអីចឹងណាគឺគេយកចិត្តទុកដាក់ឲ្យយើងគឺជាអារម្មណ៍មួយដែលភ្លេចមិនបានហ្មងថានៅទីនោះការធ្វើបច្ចាប័នរបស់គេនៅជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគឺខ្ពស់មែនតែនដែលយើងចងចាំមិនភ្លេចថាបើសិនជាសម្រាប់ការរស់នៅរបស់យើងគឺយើងសប្បាយចិត្តគឺយើងអាចថាយើងទៅណាបានដោយមិនមានក្តីបារម្ភណាពីព្រោះគេមានប្រព័ន្ធចាំគ្រប់គ្រងយើងគាត់ថាចេញទៅដល់គឺមានបុគ្គលិកគេថាសម្រាប់បងពិការ scooter សូមអញ្ជើញទៅឡានឯកជនហើយយើងទៅដោយសារទីតាំងរបស់យើងត្រូវទៅខុសពីគេគឺគេជូនតែយើងទៅទេចាអញ្ចឹងគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាអូកន្លែងនេះហើយគឺជាប្រទេសដែលយើងចង់ឲ្យប្រទេសរបស់យើងហ្នឹងបានទៅដល់កន្លែងដែលគ្រប់គ្នាមានអារម្មណ៍សុខសុវត្ថិភាពមិនមានភាពរើសអើងចាអរគុណបាទបងល្អមែនទែនឃើញបងលើកតាក់ទងជាមួយនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈគឺមានទាំងប្រព័ន្ធហើយនឹងអាកប្បកិរិយាបុគ្គលិកតែធ្វើការនៅទីនោះគឺមានទាំងប្រងពីជុំវិញហ្នឹងសម្រាប់ចិន្តាវិញចាអរគុណតែពិតមានរឿងគួរឲ្យចងចាំឲ្យដិតក្នុងអារម្មណ៍ច្រើនមែនតើប៉ុន្តែមានចំណុចមួយដែលចង់លើកមកចែកម្លែកដល់អ្នកទស្សនាហ្នឹងគឺទស្សនវិជ្ជាក្នុងនៃការចាំនិយាយថាអប់រំបញ្ចូលគ្នាឬក៏ហៅថាinclusive education ដែលខ្ញុំទទួលដែលមានបទពិសោធន៍ខ្លួនឯងពេលខ្ញុំទៅរៀនហ្នឹងក្រៅពីហេដ្ឋារចនាសម្ព័ន្ធរបស់អគារដែលសិក្សារបស់ខ្ញុំដែលយើងត្រូវដាក់ទៅមានតាំងចដាវយន្តមានតាំងចដាវជើងមានតាំងចម្រៀលហ្នឹងគឺមានគ្រប់ជុំវិញអគារទាំងអស់ហ្នឹងហើយចូលដល់ក្នុងថ្នាក់គឺសម្ភារៈសិក្សាគឺត្រូវធ្វើតម្រូវទៅតាមតម្រូវចំណង់ចំណូលចិត្តនិងភាពជាក់ស្ដែងរបស់កូនសិស្សមួយអញ្ចឹងមានតាំងពី slide មានតាំងពីសលេងវីដេអូ record ហើយមានតាំងពី script ហើយមានក្នុងហ្នឹងគឺមាននៅក្នុងហើយបើយើងចង់មានហ្នឹងទៀតមានជា file word file PDF មានគ្រប់យ៉ាងដែលយើងអត់ចង់ប្រើនេះយើងប្រើនោះយើងចង់ប្រើនោះហើយហ្នឹងតកតងនឹងសម្ភារៈសិក្សាហើយតកតងនឹងកូនសិស្សទៀតសោតខ្ញុំមានមិត្តភ័ក្តិដែលមានគ្រប់គេហៅថាចម្រុះជាតិសាសន៍ផងមកប្រហែលជា10ប្រទេសពីប្រទេសផ្សេងគ្នាចម្រុះជាតិសាសន៍ចម្រុះសាសនាហើយចម្រុះពិការមានមិត្តភ័ក្តិខ្ញុំមានមិត្តភ័ក្តិនៅក្នុងថ្នាក់ហ្នឹងអ្នកខ្លះគាត់ខ្ញុំពិការផ្នែកមួយមានអ្នកពិការផ្នែក2 3អ្នកផ្សេងទៀតមានអ្នកពិការដៃគាត់អត់មានដៃតែ2ទេគឺគាត់យកជើងមកសរសេរហើយមានអ្នកជាអតេះមានអ្នកគាត់ជាពាក់គាត់ជើងពាក់ជើងសម្បត្តិនិមិត្តមានអ្នកគាត់ពិការចលករខួរក្បាលហើយគាត់ពេលតិចគាត់
ពិបាកខ្លាំងមែនតើមិត្តភក្តិម្នាក់ហ្នឹងហើយមានអ្នកដែលគាត់គេហៅថាក្រុមអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងក៏មានអញ្ចឹងអាទស្សនវិជ្ជាទាំងអស់ហើយវាតក់ក្នុងអារម្មណ៍ខ្ញុំថាមានគ្រប់មានគេនឹងពិតជាចម្រុះមែនចម្រុះទាំងអស់ជាតិសាសន៍ហើយប៉ុន្តែក្រៅពីជំរាបចម្រុះហ្នឹងហើយតើពួកយើងត្រូវរៀនមិនទៅប្រខុសគ្នាពួកយើងមានឱកាសធ្វើ assignment submit assignment ត្រូវ2000ពាក្យពាក្យដូចគ្នាទំហំនៃ assignment ដូចគ្នាការគិតអីដូចគ្នាប៉ុន្តែអាវិធីដែលយើងធ្វើដើម្បី submit assignment ឲ្យគ្រូហ្នឹងវាមានភាពខុសប្លែកគ្នាទៅតាមភាពជាក់ស្ដែងរបស់យើងហ្នឹងវាចាំបាច់ត្រូវតែអញ្ចឹងប៉ុន្តែគុណភាពឬក៏ទំហំនៃ assignment ដែលគ្រូដាក់ឲ្យហ្នឹងគឺដូចគ្នាចាហ្នឹងអ្វីដែលខ្ញុំចងចាំអត់ភ្លេចពីទស្សនវិជ្ជានៃការរៀនបញ្ចូលគ្នាហ្នឹងបាទអរគុណខ្លាំងមែនទែនចិន្តាសម្រាប់លើកឡើងតាក់ទងជាមួយនឹងការអប់រំប្រកបដោយបរិយាបន្ននៅប្រទេសអូស្ត្រាលីហើយចំណុចមួយដែលចិន្តាលើកមកយើងចាប់អារម្មណ៍ខ្លាំងមែនទែនថាការអប់រំប្រកបដោយបរិយាបន្នមិនមានន័យថាការអប់រំនោះមិនមានគុណភាពទេគឺមានន័យថាគុណភាពគឺនៅតែរឹតបន្តឹងបាទប៉ុន្តែគឺគ្រាន់តែគេធ្វើការដើម្បីតម្រូវទៅតាមករណីរបស់យើងម្នាក់ដើម្បីឲ្យយើងប្រើនៅសមត្ថភាពដែលយើងមាននោះគឺធ្វើទៅតាមអ្វីដែលជាសមត្ថភាពរបស់យើងអញ្ចឹងខ្ញុំជឿថាចំណុចនេះសំខាន់មែនទែនហើយភ្ជាប់មកកន្លែងនេះផងដែរខ្ញុំគិតថាកន្លែងនេះយើងបាននិយាយតិចរួចខ្លះដែរហើយពីកន្លែងហ្នឹងចង់ភ្ជាប់ទៅចិន្តាវិញដែរថាចិន្តាសង្កេតឃើញថាដូចចិន្តាលើកឡើងមកអញ្ចឹងថាការអប់រំប្រកបដោយបរិយាបន្នមានចំណុចអីខ្លះដែរដែលចិន្តាបានសង្កេតឃើញនៅពេលដែលចិន្តាទៅរៀននៅប្រទេសអូស្ត្រាលីហើយចិន្តាសង្កេតឃើញថាបរិយាបន្នដែលយើងមើលទៅឃើញថាចំណុចហ្នឹងលេចធ្លោខ្លាំងមែនទែនហ្មងហើយយើងគិតថានេះចំណុច1ហ្នឹងចំណុច2ហ្នឹងចំណុច3ហ្នឹងអាចយកមកប្រើឬក៏អាចយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជាបានដែរចិន្តាបានគិតទៅដល់កន្លែងហ្នឹងដែរទេចាអ្វីដែលខ្ញុំឃើញហើយនេះហ្នឹងឧទាហរណ៍ដូចជាឃើញថាជនដែលមានពិការភាពនៅស្រុកគេនៅអូស្ត្រាលីហ្នឹងមានអត្រានៃការទទួលបានការអប់រំរបស់ពួកគាត់មានអត្រាខ្ពស់ដោយសារតែការបង្កលក្ខណៈងាយស្រួលនឹងឯងហើយកាលណាគាត់មានចំណេះដឹងដូចយើងនិយាយបានពីលើមកអញ្ចឹងគឺគាត់មានភាពក្លាហានក្នុងការទាមទារអ្វីដែលគាត់ចង់បានអញ្ចឹងពួកគាត់ក្លាហានហើយពួកគាត់និយាយមានសេរីភាពក្នុងការនិយាយស្ដីទាមទារអ្វីដែលគាត់ចង់បានហើយរដ្ឋាភិបាលក៏គាត់ទៀតសោតគឺគាត់ផ្ដល់ទាំងជំនួយក្នុងការឲ្យស្ថាប័នឬក៏អង្គការដែលគាត់ធ្វើលើពិការភាពហ្នឹងមានសិទ្ធិក្នុងការយកលុយហ្នឹងមកអនុវត្តឬក៏យកមកគេហៅថារកមតិគ្រប់គ្រងដល់ការសម្របសម្រួលឬក៏ធ្វើមិនដើម្បីឲ្យការបង្កលក្ខណៈងាយស្រួលនឹងអញ្ចឹងគឺពួកគាត់ជនពិការផ្សេងនេះគាត់ក្លាហានក្នុងការផ្ដល់ព័ត៌មានទៅដល់ឲ្យរដ្ឋាភិបាលគាត់មានទាំងកញ្ចក់ដើម្បីគ្រប់គ្រងលើសកម្មភាពនឹងទៀតគេទៅលើគេហៅថា advocacy នឹងទៀតហើយមួយទៀតដែលពេលខ្ញុំចេញទៅក្រៅហ្នឹងគឺគ្រប់កន្លែងជាកន្លែងសាធារណៈហ្នឹងតាំងលើកន្លែងមានតាំងពីគេហៅថា tech talk ដែលគេហៅថាកន្លែងយើងដើរសញ្ញាសម្រាប់ឲ្យអ្នកពិការភ្នែកគាត់កាន់ឈើរាវរបស់គាត់ក្នុងការស្វែងរកផ្លូវហ្នឹងហើយមានសញ្ញាផ្សេងដែលមានតាំងពីជំរាឬមានសញ្ញាដែលបង្កលក្ខណៈឲ្យយើងមានពិការភាពផ្សេងគ្នានឹងគាត់អាចប្រើប្រាស់បាននៅតាមឡានក្រុងនៅតាមចរាយន្តនៅតាមរទេះភ្លើងហើយសន្តិសុខឬក៏ដូចជាបុគ្គលិកទៀតសោតហ្នឹងគឺគាត់ពិតជារីករាយក្នុងការជួយយើងមែនទែនហើយអ្វីដែលគាត់
មានការយល់ដឹងពីវិការភាពនឹងបានច្រើនណាស់ដែលបើប្រៀបធៀបvớiបទពិសោធន៍របស់ខ្ញុំនៅប្រទេសយើងគាត់ចង់ថាពេលខ្លះគាត់អត់ដឹងក៏គាត់មានវិធីសាស្ត្រក្នុងការសួរចាធ្វើអញ្ចឹងត្រូវអត់ឬក៏អីគាត់ហើយអ្វីដែលខ្ញុំនេះគឺគាត់មុននឹងតំណែងមកយើងឬក៏គាត់មុនធ្វើអីមកយើងគឺគាត់សួរមកយើងមុនតើយើងត្រូវការជួយឬក៏អត់គឺគ្រប់ពេលគ្រប់មិនស្ទើរតែគ្រប់មនុស្សទាំងអស់ដែលមុននឹងមកជួយខ្ញុំគាត់មិនមកជួយត្រង់ហ្មងទេគឺនេះគឺគាត់សួរថាយើងត្រូវការជំនួយអត់ចំណុចនេះមួយដែលវាចង់ឲ្យវាធ្វើឲ្យខ្ញុំចង់បានថាឲ្យវាកើតឡើងនៅក្នុងប្រទេសយើងដែរបាទអរគុណចិន្តាយ៉ាកន្លែងនេះខ្ញុំសូមលើកទឹកចិត្តដែរថាចំណុចក្រោយគេដែលចិន្តានិយាយថានៅពេលដែលអ្នកណាម្នាក់គាត់ចង់មកជួយយើងគឺគាត់សួរយើងសិនអញ្ចឹងខ្ញុំលើកទឹកចិត្តទស្សនិកជនដែរថាបងប្អូនដែលមានពិការភាពមិនមែនគាត់ត្រូវការការជួយពីយើងតែរហូតទេពីជុំវិញនោះគឺគាត់មានសិទ្ធិដូចគ្នាអញ្ចឹងមុននឹងយើង offer ការជួយគឺយើងត្រូវសួរគាត់ដែរថាតើគាត់ត្រូវការជំនួយពីយើងអត់អញ្ចឹងកុំគិតតែថាខ្លួនឯងណាពីជុំវិញនឹងអញ្ចឹងល្អមែនទែនហើយមួយទៀតដែលចិន្តាលើកមកខ្ញុំគិតថាកន្លែងនេះប្រទេសយើងក៏អាចធ្វើបានដែរបើយើងមើលមែនទែនទៅណាទី1គឺបង្កភាពងាយស្រួលនេះគឺមិនមែនងាយស្រួលតែមួយចំណុចពីរចំណុចទេអញ្ចឹងបើយើងមើលចិន្តានិយាយមានសិតតែកន្លែងដែលយើងអាចធ្វើបានទាំងអស់បាទទី1បង្កភាពងាយស្រួលក្នុងការឲ្យបងប្អូនមានពិការភាពបាទអាចផ្ដល់ជាមតិយោបល់បាទប្រមូលមតិយោបល់ទាំងអស់នោះយកទៅគិតយកទៅគូយកទៅស្ដាប់ពីគាត់អីទាំងអស់នោះពីជុំវិញនោះមួយទៀតធម្មតាបើយើងធ្វើថាចង់ធ្វើអីមួយក៏យើងត្រូវការដែររឿងថវិការឿងអីផ្សេងអញ្ចឹងយើងត្រូវតែមានជំវិញទាំងអស់នោះតែអញ្ចឹងឧទាហរណ៍ថាបើយើងបង្កភាពងាយស្រួលដើម្បីឲ្យគាត់នឹងអាច access ទៅអាចចូលរៀនបានអញ្ចឹងបើសិនតែទៅរៀនសាកលវិទ្យាល័យអត់មានថវិកាក៏ទៅរៀនមិនកើតដែរមិនអញ្ចឹងបាទអញ្ចឹងបើសិនជាបងប្អូនមានពិការភាពហើយគាត់មកពីគ្រួសារក្រីក្រអាហ្នឹងខ្ញុំជឿថាយើងគួរតែគិតទៅលើចំណុចហ្នឹងដូចគ្នាដែរដើម្បីយើងជួយគាត់ដើម្បីឲ្យគាត់ទទួលបានជោគជ័យក្នុងជីវិតដែរបងលេងវិញបងតើអ្វីដែលបងគិតថាជាចំណុចមួយដែលបងសង្កេតឃើញហើយបងគិតថាអាចអនុវត្តបាននៅក្នុងប្រទេសយើងបាទចាអរគុណបើនិយាយទៅនៅទីនោះជាពិសេសគឺនៅ Melbourne គឺយើងមើលឃើញថាការគិតគូររបស់គេបានសពជ្រុងជ្រោយដោយចិន្តាគាត់លើកឡើងមកចាមានជំរាលហើយបើនិយាយពីរឿងសួនច្បារគឺមានគ្រប់កន្លែងដែលយើងគិតថាវាជាទីកន្លែងមួយដែលយើងអាចទៅសម្រាកលំហែអញ្ចឹងណាតែអ្វីដែលធ្វើឲ្យខ្ញុំគិតខ្លាំងដែរនោះគឺវាពាក់ព័ន្ធជាមួយនឹងប្រគុណអនាម័យសម្រាប់បងប្អូនពិការដែលយើងមើលឃើញថានៅអូស្ត្រាលីគឺកន្លែងហ្នឹងគេបានផ្ដល់អាទិភាពគឺទៅកន្លែងណាក៏ឃើញដែរចាប្រគុណអនាម័យស្អាតមានជំរាលមានអីហើយបើទីតាំងប្រជុំមួយចំនួនគឺគេបានគិតគូរពីការទៅដល់របស់យើងថាតើយើងឡើងទៅកើតអត់ឬក៏ត្រូវការមានការជួយគេចាំមកសភ័កគ្រប់គ្រងយើងខ្លាចគេលោកយើងដើរទៅអត់បានឬក៏អីចឹងណាអញ្ចឹងកន្លែងហ្នឹងក៏វាបកត្រឡប់មកសម្រាប់ស្រុកយើងវិញបាទថាយើងគួរតែមានទីតាំងនៃការជួបជុំដើម្បីឲ្យមានការចែករំលែករវាងបងប្អូនមានពិការភាពឬក៏បងប្អូនដែលមិនមានពិការភាពតែអាចថាទីតាំងដែលគាត់អាចចែករំលែកឬតែល្អជាសួនច្បារជាអីដែលមានពណ៌បៃតងអីចឹងណាចាហើយក៏ដូចជាយើងមើលទៅនៅតាមទីតាំងអស់ហ្នឹងថាតើអាចមានប្រគុណអនាម័យសមស្របសម្រាប់បងប្អូនពីព្រោះយើងឃើញថាមានប្រគុណអនាម័យច្រើនដែរហើយដែលធ្វើនៅក្នុងស្រុកយើងជាពិសេសនៅភ្នំពេញក៏ប៉ុន្តែកន្លែងខ្លះវាមិនទាន់ឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូនដែលមានពិការភាពចាហើយនឹងអេរយាប័តដែលរស្មីស្នើសុំទៅទាំងអស់គ្នាហើយខ្ញុំក៏យល់ឃើញដូចគ្នាថាអេរយាប័តរបស់បងប្អូនយើងទូទៅយើងគួរតែគោរពឲ្យតម្លៃមកបងប្អូនដែលមានពិការភាពហើយកន្លែងណាដែលយើងអាចជួយបានក៏យើងអាចសួរគាត់ថាតើគាត់ត្រូវការជំនួយឬក៏អីចឹងណាចាអញ្ចឹងគឺជាចំណុចមួយដែលយើងគិតថា
យើងផ្ដើមចេញពីគ្រួសាររបស់យើងទាំងអស់គ្នាទៅជាពិសេសនៅតាមគ្រួសារមួយគឺយើងអាចអប់រំពីក្មេងទៅលើអរិយាប័ត្របែបហ្នឹងដើម្បីឲ្យសង្គមរបស់យើងរីកចម្រើនទាំងអស់គ្នាចា៎អរគុណ បាទអរគុណខ្លាំងមែនទែនបងអញ្ចឹងសរុបមកវិញហេដ្ឋារចនាសម្ព័ន្ធដែលបងបានលើកឡើងខ្ញុំគិតថាចំណុចនេះសំខាន់មែនទែនខ្ញុំសង្កេតឃើញនេះអ្វីដែលខ្ញុំសង្កេតឃើញនៅក្នុងប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃហេដ្ឋារចនាសម្ព័ន្ធជាពិសេសជំរាលជាពិសេសកន្លែងចតឡានជាពិសេសបង្គន់សម្រាប់បងប្អូនមានពិការភាពហ្នឹងខ្ញុំឃើញកន្លែងខ្លះមានបងដែលខ្ញុំឃើញណាប៉ុន្តែតាក់ទងជាមួយនឹងការប្រើប្រាស់វិញយើងឃើញនៃការប្រើប្រាស់បងប្អូនខ្លះពុំមានពិការភាពទេប៉ុន្តែយើងទៅចតឡាននៅកន្លែងដែលជាចំណតរបស់បងប្អូនមានពិការភាពជាបទពិសោធន៍ខ្ញុំជួបផ្ទាល់តែម្ដងគឺមានន័យថាខ្ញុំឃើញថាបងម្នាក់ហ្នឹងគឺគាត់ទៅយកឡានគាត់ទៅចតនៅកន្លែងដែលជាចំណតរបស់បងប្អូនមានពិការភាពហើយប្រហែលជា10នាទីក្រោយមកឃើញមានបងប្អូនដែលមានពិការភាពហ្នឹងគាត់ពិការជើងហើយគាត់បើកឡានអញ្ចឹងនៅពេលដែលគាត់មកគឺគាត់អត់មានកន្លែងចតទេគាត់ទៅចតនៅកន្លែងដែលវាជាអៀតអញ្ចឹងធ្វើឲ្យគាត់ពិបាកក្នុងការចេញមកវិញនៅពេលដែលគាត់ចេញមកគាត់ហាក់ដូចជាកន្លាច់ជើងគាត់ដួលពីជុំវិញហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនដែលធ្លាប់ធ្វើទង្វើបែបនេះកន្លងមកអានឹងយើងគួរតែចាប់ផ្ដើមគិតសារជាថ្មីនៅកន្លែងហ្នឹងហើយកន្លែងមួយទៀតគឺតាក់ទងជាមួយនឹងអិរិយាបថខ្ញុំឃើញតែអិរិយាបថនៅកន្លែងនេះជាពិសេសតាក់ទងជាមួយនឹងពាក្យសម្ដីមួយចំនួនខ្ញុំគិតថាយើងធំហីចឹងពេលខ្លះมันចាំបាច់តតែយើងទៅវាយដំគេមកធ្វើឲ្យគេមានភាពឈឺចាប់ទេពេលខ្លះការនិយាយស្ដីសម្ដីគឺធ្វើឲ្យមនុស្សឈឺចាប់ហើយចាំខ្លាំងមែនទែនអញ្ចឹងមុននឹងយើងនិយាយយើងគួរតែពិចារណាហើយគិតនៅកន្លែងហ្នឹងដែរហើយខ្ញុំគិតថាអិរិយាបថគឺជារឿងដែលសំខាន់ខ្លាំងមែនទែនពីជុំវិញនេះហើយគ្រប់គ្នាទាំងអស់គឺមានឈ្មោះក្នុងនាមខ្ញុំជាជនងាយរងគ្រោះម្នាក់ដែរខ្ញុំត្រូវបានហៅអ្នកនេះអ្នកនោះពីជុំវិញហ្នឹងហើយពាក្យសម្ដីទាំងអស់នោះពេលខ្លះវាប៉ះពាល់អារម្មណ៍យើងច្រើនពីជុំវិញហ្នឹងអញ្ចឹងខ្ញុំជឿថាអិរិយាបថគឺជារឿងដែលសំខាន់ដែលយើងគួរយកចិត្តទុកដាក់ពីកន្លែងហ្នឹងផងដែរយើងឈានចូលមកដល់ចំណុចចុងក្រោយពេលវេលារបស់យើងពិភាក្សាគ្នានេះពិភាក្សាអត់ដឹងថាដល់ពេលដែលយើងត្រូវបញ្ចប់ទេជាចុងក្រោយជាចុងក្រោយទាំងបងសកលេងហើយនិងទាំងចន្ទាដែរថាយើងមានមតិអីផ្ដាំផ្ញើចុងក្រោយជាពិសេសដើម្បីជំរុញលើកទឹកចិត្តបាទបងប្អូនដែលគាត់មានបំណងក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅរៀននៅប្រទេសអូស្ត្រាលីជាពិសេសបងប្អូនដែលគាត់មានពិការភាពហើយនិងបងប្អូនដែលគាត់មកពីក្រុមងាយរងគ្រោះផងដែរបាទអញ្ចឹងចាប់ពីបងលេងមុនបាទចាអរគុណច្រើនរស្មីសម្រាប់ខ្ញុំបើសិនជាយោបល់ផ្ទាល់ខ្លួនណាខ្ញុំថាបងប្អូនយើងដែលគាត់មានពិការភាពឬក៏ងាយរងគ្រោះអ្វីដែលចាំបាច់បំផុតរបស់គាត់គឺគាត់ត្រូវមានក្តីសម័យមួយដែលទោះបីថាយើងគិតថាឈោងមិនដល់ដូចចិន្តាគាត់លើកឡើងអញ្ចឹងថាមិនដែលនឹកស្មានណាក៏ប៉ុន្តែបើសិនជាខ្លួនឯងមានក្តីសម័យហើយដើរតាមក្តីសម័យត្រូវរកឲ្យឃើញថាយើងជាអ្នកណាហើយយើងចង់ទៅណាហើយអ្នកណាខ្លះអាចជួយយើងបានបន្ថែមទៀតពីព្រោះដូចនិយាយអញ្ចឹងនៅយើងទៅចែកគ្នាកន្លងមកយើងមើលឃើញថាមានការបណ្ដាញឬក៏មានក្រុមការងារច្រើនចាំជួយតែពេលខ្លះយើងអត់ដឹងអញ្ចឹងយើងស្វែងរកអ្នកដែលគេធ្លាប់បានទៅគេធ្វើបានប្រសើរជាងយើងហើយមានបណ្ដាញមួយដែលថាយើងអាចរកត្រូវការកន្លែងណាដែលយើងធ្វើខ្លួនឯងបានកន្លែងណាដែលយើងត្រូវការការគ្រប់គ្រងពីគេអញ្ចឹងគឺវាធ្វើឲ្យយើងអាចសម្រេចក្តីសម័យរបស់យើងពីព្រោះម្នាក់គឺប្រាថ្នាចង់បានក្តីសម័យមួយដែលដូចថាថ្ងៃហ្នឹងប្រហែលជាមិនកើតឡើងហើយវាមិនកើតឡើងនៅក្នុងថ្ងៃស្អែកទេក៏ប៉ុន្តែនៅក្នុងថ្ងៃណាមួយវាអាចនឹងកើតឡើងបើសិនជាយើងឲ្យក្តីសម័យរបស់យើងនោះគឺជួយយើងជួយនាំផ្លូវយើងហើយយើងធ្វើអ្វីសម្រាប់ទៅតាមក្តីសម័យរបស់យើងដើម្បីឲ្យយើងអាចคลายទៅជាមនុស្សម្នាក់ដែលជួយខ្លួនយើងបាន
ហើយក៏យើងអាចជួយទៅដល់សង្គមយើងបានដែរចាអរគុណ បាទអរគុណច្រើនបងអឺបងលើកចំណុចសំខាន់ខ្លាំងមែនទែនទីមួយក្តីសម័យមានក្តីសម័យត្រូវតែហ៊ានក្នុងការសម័យហើយត្រូវតែគិតពីសកម្មភាពដែរបាទតើសកម្មភាពបែបណាដែលយើងត្រូវតែធ្វើឲ្យក្តីសម័យនោះខ្លាចជាការពិតមួយទៀតបងលើកចំណុចមួយដែលល្អខ្លាំងមែនទែនរកជំនួយបាទអញ្ចឹងខ្ញុំជឿថាបើសិនជាយើងមានសកម្មភាពហើយយើងធ្វើទៅខ្លួនឯងក៏ពេលខ្លះយើងមិនទៅដល់ដែរអញ្ចឹងបើសិនជាយើងគិតថាយើងត្រូវការជំនួយយើងត្រូវតែរកជំនួយជាពិសេសនេះបងសក្លែងនឹងចិន្តានៅទីនេះឲ្យស្រេចតែម្ដងបាទពីជុំវិញហ្នឹងចិន្តាសម្រាប់ចិន្តាវិញ ចាបន្ថែមពីលើបងសក្លែងដែរគឺយើងត្រូវគិតវិជ្ជមានវាស្អីគិតវិជ្ជមានហ្នឹងចង់មានន័យថាមិនមែនថាយើងគិតល្អរហូតទេមានន័យថាយើងគិតថាយើងអាចធ្វើទៅបានឧទាហរណ៍មានពាក្យជាច្រើនដែលយើងខ្ញុំធ្វើទៅមិនដូចទេខ្ញុំអត់ឆ្លាតខ្ញុំអីចឹងទៅតែកុំភ្លេចពេលខ្លះយើងមើលអត់ឃើញពីចំណុចល្អរបស់ខ្លួនឯងអត់ឃើញពីចំណុចពិសេសរបស់ខ្លួនឯងទេអញ្ចឹងយើងត្រូវគិតវិជ្ជមានថាយើងអាចធ្វើទៅបានហើយយើងកុំគិតថាយើងមានពិការភាពគឺជាបន្ទុករបស់អ្នកណាម្នាក់គឺអ្នកជុំវិញខ្លួនយើងគឺយើងមានតំណែងយើងមានបន្ទុកឲ្យគ្នាទៅវិញទៅមកយើងត្រូវគិតថាអញ្ចឹងកុំគិតថាខ្លួនឯងជាធ្វើឲ្យអ្នកជុំវិញខ្លួនពិបាកដោយសារយើងត្រូវលុបបំបាត់ផ្នត់គំនិតនឹងចោលហើយយើងត្រូវគិតថាយើងចាប់ផ្ដើមចេញពីខ្លួនយើងបើតែយើងមិនគិតយើងកុំគិតថាវាយឺតពេលឬក៏អីចាប់ផ្ដើមពីពេលនេះទៅឲ្យពួកបីយើងបានជោគជ័យក្រោយគេក៏ដោយប៉ុន្តែចង់មិនចង់គឺថ្ងៃណាមួយយើងនឹងទោះជាមិនបាន 100% ក៏យើងបានខ្លះដែរបើសិនជាយើងធ្វើយើងបានយើងនឹងឃើញលទ្ធផលតែបើសិនជាយើងអត់ធ្វើគឺអត់តែម្ដងអញ្ចឹងបានខ្ញុំត្រឡប់មកវិញគឺគិតវិជ្ជមានចាប់ផ្ដើមធ្វើវាទៅតាមក្តីសម័យដោយបងសុខលេងបានលើកឡើងខាងលើចាហើយដូចខ្ញុំចង់ក្រោយចង់រំលឹកតកតងនឹងរឿងគិតវិជ្ជមាននឹងដែរខ្ញុំចាំបានទស្សនវិជ្ជាខ្ញុំត្រឡប់ទៅក្រោយវិញតាំងពីខ្ញុំរៀននៅមហាវិទ្យាល័យឆ្នាំទី2ទី3ដែលខ្ញុំឈរនិយាយជាមួយគ្រូអង់គ្លេសរបស់ខ្ញុំនៅជាន់ទី6នៃអគារសិក្សាដែលខ្ញុំរៀនខ្ញុំនិយាយគាត់គ្រូពីអង់គ្លេសគាត់អត់មានពិការភាពទេគាត់ជាមនុស្សប្រុសប៉ុន្តែគាត់លើកទឹកចិត្តគាត់កំពុងតែលើកទឹកចិត្តខ្ញុំថាអត់អីទេគាត់ខ្ញុំធ្វើបានអីបើតែខ្ញុំលឺអញ្ចឹងមែនប៉ុន្តែក្នុងចិត្តខ្ញុំថាខ្ញុំមិនអាចទៅរួចទេខ្ញុំដឹងអូស្ត្រាលីពិតជាឆ្ងាយខ្លាំងណាស់សម្រាប់ខ្ញុំដូចរលមកចូលក្នុងបាត់ទន្លេពួកអីខ្ញុំពិការខ្ញុំជាស្រីខ្ញុំជាអ្នកក្រីក្រទៀតប៉ុន្តែបើតែខ្ញុំគិតអញ្ចឹងប៉ុន្តែពេលទៅណាក៏ខ្ញុំប្រាប់គេថាខ្ញុំចង់រៀនតដែរហើយគេហៅថាច្បាប់ស្រុកទានអញ្ចឹងចុងក្រោយគឺខ្ញុំបានទទួលនៅអ្វីដែលខ្ញុំបានធ្លាប់សម័យចា៎អរគុណបាទអរគុណខ្លាំងមែនទែនចិន្តាអរគុណចិន្តាហើយនឹងបងសុកលេងផងដែរសម្រាប់ការចូលរួមការចែករំលែកបទពិសោធន៍ក៏ដូចជាពិភាក្សាលើប្រធានបទសម្រាប់ថ្ងៃនេះហើយខ្ញុំជឿថាទស្សនិកជនរបស់យើងនឹងទទួលបានការលើកទឹកចិត្តក៏ដូចជាបទពិសោធន៍ថ្មីជាច្រើនបើសិនជាអ្នកទាំងអស់គ្នាមានបំណងក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍អញ្ចឹងខ្ញុំជឿថាថ្ងៃនេះអ្នកទាំងអស់គ្នានៅទទួលបទពិសោធន៍យ៉ាងក្រាស់ក្រែលហើយខ្ញុំជឿថាដូចអ្នកទាំងពីរលើកឡើងមកអញ្ចឹងខ្ញុំជឿថាគ្មានភាពជោគជ័យណាមួយដែលពុំមានឧបសគ្គទេប៉ុន្តែបើសិនជាយើងពុះពៀវាហើយយើងនឹងទទួលបានជោគជ័យបាទក្នុងជីវិតរបស់យើងដូចចិន្តាហើយនៅបងសុកលេងអញ្ចឹងបាទសម្រាប់ថ្ងៃនេះហើយខ្ញុំជឿថាចិន្តាលើកចំណុចមួយចុងក្រោយដែលល្អខ្លាំងមែនទែនគឺដំណើរជីវិតរបស់មនុស្សម្នាក់មានភាពខុសគ្នាអញ្ចឹងយើងកុំប្រៀបធៀបដំណើរជីវិតរបស់យើងទៅដំណើរជីវិតរបស់អ្នកដទៃអញ្ចឹងមានន័យថាបើសិនជាយើងចាប់ផ្ដើមធ្វើទោះបីជាវាមិនបាន 100% ក៏ដោយក៏វាបានចំណុចខ្លះដែលយើងអាចធ្វើឲ្យជីវិតយើងល្អប្រសើរដែរចំណុចទាំងអស់នេះហើយអរគុណខ្លាំងមែនទែនយើងខ្ញុំទាំង3នាក់ខន្តីអភ័យទោសផងដែរបើសិនជាយើងបានបង្កើតនៅចំណុចឆ្គាំឆ្គង
មួយចំនួនណាដែលពុំបានគិតទុកជាមុនឬមួយក៏ពុំបានមានចេតនានឹងធ្វើឲ្យមានភាពកង្វះខាតឬមួយក៏ភាពឆ្គាំឆ្គងទាំងអស់នោះហើយយើងខ្ញុំសង្ឃឹមថាការជជែកនៅក្នុងថ្ងៃនេះនឹងជួយលើកទឹកចិត្តអ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគិតក្នុងការ apply អាហារូបករណ៍ទៅរៀននៅប្រទេសអូស្ត្រាលីនៅក្នុងថ្ងៃណាមួយសូមជូនពរឲ្យទទួលបានជោគជ័យក្នុងដំណើរជីវិតរបស់អ្នកទាំងអស់គ្នាសូមអរគុណច្រើនបាទ